còn này bằng ấy khăn digital marketing គឺbằng ấyមានស្ត្រី digital marketing ផ្សេងបាត់ហើយកុំគិតថាយើងល្អសម្រាប់មនុស្សគ្រប់គ្នាពីព្រោះពេលbằng ấyខ្លាំងbằng ấyនឹងទាត់ឆ្នាំងបាយអ្នកផ្សេងអ្នកអត់យើងbằng ấy ទី2bằng ấyឈប់គិតថាគ្រប់គ្នាគ្រប់ច្បាប់គេប្រហែលជាមិត្តភក្តិយើងនឹងមុខតែក្រោយខ្នងយើងគឺចាក់យើងហើយឲ្យតែបានភ្ញៀវទៅគេ and ទី 3bằng ấyចង់រកស៊ីខ្លាំងបាយនឹងបាត់បង់មនុស្សជុំវិញខ្លួនហើយពីព្រោះមិត្តភក្តិbằng ấyគេចង់ទៅ slow mo គេចង់ទៅ exzone បើbằng ấyមានអាអស់ហ្នឹងតែbằng ấy បើកមុខរបរមួយឲ្យខ្លាំងជាងអ្នកទៅអត់បានទេហើយbằng ấyបានត្រឹមតែចូលធ្វើការម៉ោង7ចេញវិញម៉ោង5បាទស្វាគមន៍បងទាំងអស់គ្នាមកកាន់ podcast របស់យើងហើយនេះជា episode ទី1នៅក្នុង podcast នេះដែរយើងនឹងអញ្ជើញវាគ្មិនដែលជាអ្នកជំនាញនៅក្នុងវិស័យ digital marketing មកចូលរួមហើយ episode ទី1នេះបានភ្ញៀវពិសេសដែលនឹងចែករំលែកបងប្អូនតាក់ទងជាមួយនឹងកលឹះការធ្វើ personal branding អញ្ចឹងកុំឲ្យខាត់ពេលយូរជួបជាមួយ Zel តែម្ដងជំរាបសួរបងជំរាបសួរបងប្អូនខាង digital ក៏ដូចជាបងទាំងអស់គ្នាដែលកំពុងតែមើលឬមួយក៏តាមដានស្ដាប់នៅ podcast មួយនេះខ្ញុំ Zel ហើយខ្ញុំមកពី Culture Media ហើយថ្ងៃនេះរីករាយដែលបានមកចែករំលែកចំណេះដឹងខ្លះៗបាទជួនកាលគ្នាបាទតាក់ទងនឹងអ្វីដែល Zel ធ្វើអាចយើងចាប់ដើមទៅចែកខ្លីៗទៅមែនតើទៅពួកយើងធ្វើការជាមួយគ្នាហើយសម្រាប់បងខ្លះប្រហែលជាអត់ដឹងនៅពេលអញ្ចឹងទៅគាត់លាក់បាំងអីបងខ្លះគាត់និយាយពីចេះស្ដាប់ទៅខ្ញុំក៏ញឹមអង្គុយស្ដាប់តែពីពួកគាត់ហើយទៅពេលហើយបងគាត់ដឹងថាអូតាមពិតយើងនៅ office ជុំគ្នាយើងដឹងតែអញ្ចឹងស្និទ្ធស្នាលអញ្ចឹងពេលដែលខ្លះពេលដែលសួរបែបផ្លូវការរៀងអញនឹងមានសម្ពាធតែងតែអញ្ចឹងបែបឈៀលណាឈៀលធម្មតាអានគ្នាអញ្ចឹងណាបើភាសានិយាយភាសាផ្លូវការដូចបាក់ដាក់ចូលសោះអូខេអញ្ចឹងពីចំណុចទី1ដែលខ្ញុំគិតថាបងប្រហែលជាស្គាល់ច្រើនហើយប៉ុន្តែចំណុចមួយដែលសំខាន់ខ្ញុំគិតថាអ្នកជំនាញបើយើងមើលពីឆ្នាំ2020ក្រោយ COVID វិស័យ digital របស់យើងចាប់ដើមរីចម្រើនច្រើនជាពិសេសនៅស្រុកយើងចាប់ដើមអ្នកជំនាញក៏ចូលមកច្រើនតាមពិតអ្នកជំនាញមានប៉ុន្តែបើថាយើងស្គាល់អត់សូវទេដោយសារអីគាត់សង្ងំធ្វើការងាររបស់ពួកគាត់មកដល់មួយរយៈចុងក្រោយនេះខ្ញុំឃើញថាក្នុងសហគមន៍របស់ពួកយើងតែតើ digital ហ្នឹងចាប់ផ្ដើមមានការផ្លាស់ប្ដូរមួយចំនួនអ្នកជំនាញចាប់ផ្ដើមចូលទៅកាន់ចាប់ផ្ដើមមានភាពខុសប្លែកគ្នាបង្កើតភាពខុសប្លែកគ្នាមួយហើយតាមអ្វីដែលខ្ញុំដឹងក៏ចាប់ផ្ដើមផ្ដោតទៅលើរឿងមួយដែរអាចចែកម្លែកបានណាថាឥឡូវតើកំពុងតែផ្ដោតលើអីសំខាន់ជាងគេថ្ងៃនេះខ្ញុំធ្វើតែមួយមុខឯងបងអីផ្សេងទៀតខ្ញុំមិនប៉ះតទៅសោះរបស់ខ្ញុំធ្វើខ្ញុំហៅវាថា TikTok personal branding so វាមិន personal branding តែមួយឈុងទេវា niche down ទៀតដូចមែនតើខ្ញុំអត់ចាប់ច្រើនទេគឺខ្ញុំចាប់តែរបស់តែមួយគាត់ឲ្យចូលឲ្យដល់ចំណុចវាខ្លាំងដែលយើងអាចក្រង់ទីធ្វើបានផលតែម្ដងគឺ TikTok personal branding ហើយខ្ញុំមកខ្លីទៅគឺខ្ញុំធ្វើឲ្យគេល្បីលើ TikTok ភាសាហ្នឹងនិយាយនឹងនិយាយធំនិយាយភាសាឲ្យគេស្រួលយល់ហ្មងវានឹងចំពេកអញ្ចឹងវាអាចនឹងមានការយល់ខុសអញ្ចឹងមកនិយាយខ្លីទៅបញ្យល់ឲ្យស្រួលស្ដាប់គឺខ្ញុំជា professional team មួយដែលខ្ញុំជួយម្ចាស់អាជីវកម្មក្នុងការធ្វើ storytelling នៅលើ platform TikTok តាមរយៈការផលិតជា short video content ខ្លីnot only ខ្ញុំមាន team ដែលជួយ provide សេវាកម្មក្នុងការ cover ទៅលើការផលិត content ហ្នឹងតាំងពី pre-production production និង post production ជួយទៅកាន់គាត់ខ្ញុំ also provide នៅ skill advisory ឲ្យគាត់បើថា training ទីទួចហ្នឹងបើនិយាយខ្លីទៅខ្ញុំប្រៀនឲ្យគាត់ចេះធ្វើហើយខ្ញុំធ្វើឲ្យគាត់រយៈពេល3ខែដើម្បីឲ្យ ensure បានថាចាប់ពេល3ខែហ្នឹងគាត់មានព័ត៌មានគ្រប់គ្រាន់គាត់អាចធ្វើបានខ្លួនឯង so វានិយាយស្រួលស្រាប់ទៅខ្ញុំមានកញ្ចប់មួយ3ខែជួយភ្ញៀវធ្វើ TikTok ប្រៀនផងធ្វើផង so និយាយចប់ភ្ញៀវគាត់ចេះធ្វើវីដេអូដែលផ្ទុះបានខ្លួនឯងបាទតែជាទូទៅណាដែរមករកស្រាលឲ្យជួយធ្វើឲ្យគាត់ផ្ទុះល្បីហ្នឹងបងពេលខ្ញុំ start អាជីវកម្មនេះបាទគេសេរីបន្តិចទៅណាគេឲ្យ also អ្នកដែលគាត់ជាភ្ញៀវគាត់ធ្លាប់មក sit down មួយខ្ញុំធ្លាប់មកណាត់ជួបខ្ញុំអីនិយាយគាត់ឮ story ហ្នឹងពីមុនមកហើយព្រោះក៏មូលហេតុដែលតាក់ទងពីសំណួរដែលបងសួរមុនហ្នឹងដែរគឺពីមុនមកគេស្គាល់ខ្ញុំគេថាខ្ញុំអ្នក marketing ដែរណាសង្សខ្មែរគេថាអូស្រីធ្វើ digital marketing បើគេមូលហេតុពីព្រោះពេលខ្ញុំនិយាយមានអ្នកគេនិយាយតែស្បាយវាគេច្រឡំថាខ្ញុំ digital marketing ប៉ុន្តែខ្ញុំមិនមែនអ្នក digital marketing តែឯងទេអញ្ចឹងណាបងso ខ្ញុំចេញមកធ្វើការក្នុងវិស័យទីផ្សារតែម្ដងគឺនៅតាំងពីឆ្នាំ2013 14ម្លេះចឹងមកដល់ឥឡូវវិស័យខ្ញុំ10ជាងឆ្នាំ10 11 12ណានៅក្នុងហ្នឹងខ្ញុំធ្វើទាំងអស់ការងារ offline online ហើយកាន់កាបូបឲ្យទូធ្លាប់ដែរហើយរៀបចំឆាកធ្លាប់ដែរ like តឡើង PVC like កឹបតង់ដាក់ booth នេះក៏ធ្លាប់ដែរ digital marketing ក៏ធ្លាប់ធ្វើទាំងអស់គ្នាអ្នកក្នុងវិស័យ
advertisement ស្មិនណាដែលมันធ្លាប់ឆ្លងកាត់ process ក្នុងការកាន់ការងារ digital ខ្លះណាហ្មងណាយ៉ាវាជា passion ដែលចង់រៀនសូរៀនសូត្របានច្រើនតែខ្លួនឯងបានច្រើនស្របពេលមួយគ្នាក៏ខ្ញុំដែរធ្វើការដល់ស្រុកនេះខ្ញុំតែមាន online business លក់ online លក់នេះលក់នោះកាន់ខាងក្រៅអីចឹងទៅចឹងimprove skill digital marketing ឡើងរហូតដល់ចំណេញមួយដែលយើងអាចយល់ដឹងទូទៅបានច្រើនដែល like នៅក្នុងអាជីពការងារនៅក្នុងជីវិត agency ចុងក្រោយរបស់ខ្ញុំនៅក្នុងក្រុមហ៊ុនដែលគេហៅថាក្រុមហ៊ុន communication មួយ PR ជាចូលវាអត់សង្កត់ទៅលើ advertising ឬមួយក៏ marketing នេះវាទៅជា communication មួយ PR skill របស់ខ្ញុំគឺខ្ញុំជាអ្នករៀបចំផែនការយុទ្ធសាស្ត្រក្នុងការធ្វើ PR ឲ្យ campaign ណាមួយធំដែលជាមូលហេតុខ្ញុំដឹងថាចង់ឲ្យពីណាគេដែលគាត់ build branding យើងនិយាយភាសាខ្មែរបើគាត់ចង់ល្បីក៏ធ្វើមិនlike តារាចម្រៀងម្នាក់ដែលគាត់ទុំប្រឡងចប់តែគាត់ទុំតែប្រឡងចប់ចេញពីកម្មវិធីប្រកួតចម្រៀងមួយគាត់បានលេខ1ហើយគាត់ជាងប្រុសហើយគាត់បានពានហើយតែគាត់ល្បីសោះតើផលិតកម្មនឹងត្រូវចាយលុយខ្ទង់ចំណាយរបៀបណាដែលឲ្យគាត់ល្បីក្នុងពេលតែមួយយ៉ាងលឿនអញ្ចឹងគាត់ត្រូវឡើងកម្មវិធីណាគេ right គាត់ត្រូវមានអ្នកគេសម្ភាសគាត់ត្រូវធ្វើគេខ្លះ right អញ្ចឹងសម័យឥឡូវយើង translate ហ្នឹងមក virality មកវាជាការងារប្រភេទរបស់ខ្ញុំហ្នឹងឯងការងារហ្នឹងយើងទៅអង្គុយដើរស្រែកអត់កើតទេយើងទៅអង្គុយដើរ promote ក៏អត់កើតដែរមានអ្នកគេដឹងទេ so actually ហ្នឹង skill ខ្ញុំខាងយុទ្ធសាស្ត្រ even ការងារដែលខ្ញុំអ្នកគេដែលរៀងល្បីជាងគេដែលគេស្គាល់ហ្នឹងដែលតាំងពីវីដេអូខ្ញុំនិយាយពី team ខ្ញុំគេ shut down មួយហ្នឹងនៅ mat ហ្នឹងក៏ខ្ញុំធ្វើ strategy ដែរខ្ញុំមិនដែរជា digital person ទេតែ role របស់ខ្ញុំនៅនោះគឺ strategist អញ្ចឹងខ្ញុំមិនដែរការងារ technical រឿង boot រឿងអីហ្នឹងវាមិនដែរជា forte ជំនាញឬមួយក៏ជា passion អីចម្បងរបស់ខ្ញុំទេពីចំពេល TikTok ចូលមកគេស្រុកគេធ្វើច្រើនខ្មែរមានសោះខ្ញុំពិតខ្ញុំគ្រាន់តែចង់បើកក្បាលវិស័យហ្នឹងអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមផលិត content តើតួជា content creator មួយរូបប៉ុន្តែខ្ញុំនិយាយពីចំណុចទីផ្សារទទួលបានការចាប់អារម្មណ៍ដោយសារតែវា to be honest ខ្ញុំគិតថា content ខ្ញុំវាល្អទេវាអត់ត្រង់មកបងខ្ញុំគិតថាវាល្អវាគួរឲ្យចាប់អារម្មណ៍ណាស់ទេប៉ុន្តែដោយសារខ្ញុំធ្វើមុនគេខ្ញុំ always ចាប់ចូលទីផ្សារមុនគេខ្ញុំហក់ចូលមុនគេ so វាធ្វើឲ្យមានតែខ្ញុំពេលហ្នឹងអញ្ចឹងអស់គេក៏វាឡើងទៅវាមានគេស្គាល់អញ្ចឹងទៅអញ្ចឹងវាជាប់ឈ្មោះតាំងពីពេលហ្នឹងមកវាបាយដឹងអីតែយ៉ាងណារឿងណាគេធ្វើមុនគេគឺជាប់រឿងហ្នឹងហើយរឿងអីផ្សេងទៀតវាមកក្រោយប៉ុន្តែគេជាប់រឿងហ្នឹងបាយល្បីពីណាមកគេជាប់រឿងហ្នឹងដោយបងខ្ញុំជឿគេនៅចាំមួយថ្ងៃពីរឿងជំនាន់បាយប្រោ advice រឿងសញ្ញាបត្របាទចាសុំបន្តឥឡូវក៏នៅមានគេសងសួរនាំមួយវាដូចគ្នា so skill ខ្ញុំមាននៅអាជីពការងារបបពិសោធន៍របស់ខ្ញុំជាមួយនឹង TikTok បាទដែលខ្ញុំចូលមកlike Gen 1 ហ្មង TikTok នៅស្រុកខ្មែរយើងគឺខ្ញុំចាប់ផ្ដើមផ្ទុះថា Gen 2ក៏បានដែរខ្ញុំចាប់ផ្ដើម go viral នៅលើ TikTok សម្រាប់ page តខ្លួននៅអំឡុងឆ្នាំ2020 around ខែ6ខែ7 so ពេលហ្នឹងអ្នកដែលមាន follower million follower នៅលើ TikTok មានដល់8 10ទៅ20នាក់ទេព្រោះខ្ញុំមាន data so អាចថាយើងនៅ first gen ដំបូងគេនៅក្នុងវិស័យហ្នឹងហើយអ្នកដែលជាអ្នកជំនាញយើងមកធ្វើ content TikTok ដំបូងគេមិនមែនជា entertainer អ្នកជំនាញខ្ញុំស្ដាយលើអ្នកខាង sales អីចឹងណា so គាត់ត្រូវបានគេស្គាល់ហើយវាមាន attention ច្រើនមែនតើខ្ញុំអាចនិយាយបានថាស្របពេលដែលពេលហ្នឹងខ្ញុំនៅកំពុងតែធ្វើការនៅឡើយបើនិយាយពី approach គេតាក់ទងឲ្យកាន់ page វិញហ្មងគឺក្នុងមួយអាទិត្យអត់តិចជាង20 lít ទេអញ្ចឹងហ្មងហើយខ្ញុំរស់នៅជីវិតបែបហ្នឹង7 ឆ្នាំជាងដែរយើងមាន opportunity មកច្រើនមែនតើឲ្យយើង grow ជា business បាន just for TikTok ហ្នឹងតាំងពីពេលខ្ញុំ start ដំបូងមកគឺខ្ញុំតែឯងហ្មងមានតែគេទៅដើមខ្ញុំសោះគឺមកហ្មងរហូតដល់2022បាទខ្ញុំសម្រេចចិត្តថាខ្ញុំឈប់ធ្វើការជិះមកបើក agency ខ្លួនឯងគឺ after បោះចោលលុយគេឲ្យអត់យកបោះលុយ7 ឆ្នាំចោលរៀងរាល់ខែរាល់សប្តាហ៍មកស្មៃមើលមានតែគេធ្វើហ្មងហើយខ្ញុំធ្វើបានមួយរយៈធំមួយឆ្នាំជាងទុំ2021ហើយគាត់មើលគឺគ្រប់គ្នាមានតែគេចាំចូលសោះខ្ញុំធ្វើតែឯងតាំងពីពាក់កណ្ដាល2020រហូតដល់2021បានចាប់ផ្ដើមមើលបងប្អូន digital យើងចាប់ផ្ដើមធ្វើហើយកាស៊ីតខ្ញុំប៉ុណ្ណឹងខ្ញុំគិតថាយូរមែនតើគឺខ្ញុំក៏វត្តលុយចោលហ្មងពី2021ដល់ហ្នឹងគឺឡើងថាយើងឡើងដល់ peak ហើយយើងសាបមកវិញរហូតបើខ្ញុំសម្រេចចិត្តថាខ្ញុំឈប់ចេញមកធ្វើពេលយើងមកធ្វើយើងចង់ចាំពេលមានឱកាសចាំយើងឲ្យបេសូណាក្រោយយើងនិយាយរឿងហ្នឹងវាទៅមួយ passion មួយត្រីមកពួកយើងពេលខ្ញុំចេញមកខ្ញុំធ្វើការ agency 10 ឆ្នាំជាងខ្ញុំអត់ចង់ធ្វើ agency ទៀតខ្ញុំពិតជាអស់ passion រឿង digital marketing ខ្ញុំពិតជាវាអត់មានអីខ្ញុំអត់ believe ទៅលើការងារហ្នឹងទៀតខ្ញុំគិតថា digital marketing អត់អាចជួយអាជីវកម្ម grow បានទាំងស្រុងទេបាទបងអត់ focus ទៅលើ product បងអត់ focus ទៅលើ brand បង focus ទៅលើ sale just គាត់តែចុច boost ទៅលើ page មួយវាអត់បាន deliver ទៅណាហើយខ្ញុំជឿថាវីដេអូនេះផុសចេញទៅនឹងមានម្ចាស់អាជីវកម្មច្រើន agree មួយខ្ញុំកន្លែងហ្នឹង
so ខ្ញុំឡើង believe ទៅលើការងារ digital marketing ខ្ញុំមានអារម្មណ៍ថា in a way វា fraudulent តិចយើងមានអារម្មណ៍ថាពេលដែលយើងចេញទៅហៅមកថា digital marketing ជួយបានខ្ញុំមានអារម្មណ៍ថាយើងកុហកភ្ញៀវអញ្ចឹងការងារហ្នឹងវាអត់ deliver អញ្ចឹងខ្ញុំអត់ចង់ធ្វើការងារដែល shame ខ្លួនឯងអញ្ចឹងក៏យើងចេញមកខ្ញុំចង់ build digital community ស្តៀងមើលបងធ្វើមួយ digital កម្មករ digital ដែរដោយសារខ្ញុំធ្វើ overtime ធ្វើអីយើងមាន event មានអីហ្នឹងតែ thing គឺរបស់ដែលយើងចង់ធ្វើខ្ញុំចង់ធ្វើដូចអ្វីដែលខ្ញុំ team ខ្ញុំធ្វើយ៉ាងនាំគ្នាសួរ whatever overtime អញ្ចឹងខ្ញុំចង់ build show build series content ខ្លួនឯង content series ខ្លួនឯងអញ្ចឹងតែ thing គឺចេញមកខ្ញុំអាហ្នឹងជាកំហុសមួយធំមកខ្ញុំចេញមកខ្ញុំចង់ទៅហក់ចូលអញ្ចឹងខ្ញុំទៅធ្វើរឿងដែលទាមទារឲ្យមានលុយទៅធ្វើចេញក៏ខ្ញុំមើលថាយើងដើរខុសហើយក៏ប៉ុន្តែខ្ញុំអត់ត្រូវធ្វើអាហ្នឹងមុនខ្ញុំត្រូវទៅរករបស់ណាដែលខ្ញុំអាចមានលុយសិនអញ្ចឹងក៏ខ្ញុំបើកខ្ញុំ restart ខ្ញុំ launch culture media មួយឆ្នាំមុនពេលខ្ញុំជប់ធ្វើការ so ខ្ញុំចេញមកខ្ញុំ launch culture media and ខ្ញុំធ្វើទាំងអស់ដូចគ្នាដដែលតែ thing គឺធ្វើអស់ទាំងអស់ដូចគ្នាដដែល and ការហ្នឹង I think one of the very early stage យើងជួបគ្នា private យើងមាន meeting មួយជាមួយ community member yeah ប្រហែលអ្នកដែរគ្នាយើងបងក៏ប្រាប់ខ្ញុំដែរកាលហ្នឹងគាត់ថាយើងអ្នក marketing ណាវាអត់សមគាំងយើងអ្នក marketing យើងមាន advantage មួយគឺអត់តែយើងមានរបស់ហ្នឹងដែរយើង marketing ចេញហើយ so ខ្ញុំក៏មើលគិតពេលហ្នឹងខ្ញុំអត់ទាំងមានអាហ្នឹងទៀតខ្ញុំអត់មានរបស់តែយើងធ្វើម៉េច training right ខ្ញុំមានក៏ប៉ិតខ្ញុំតែអត់យើងមនុស្សអត់មានអីពីក្នុងខ្លួនសោះក៏មានអាហ្នឹងដែរយ៉ាបង so how can យើងលក់អាហ្នឹង so បើខ្ញុំអត់អីទាំងអស់តែលើខ្ញុំមាន skill ខ្ញុំធ្វើការ10ឆ្នាំជាង so អាហ្នឹងរបស់ខ្ញុំលក់បានខ្ញុំធ្វើមិនលក់ខ្ញុំបង្កើត training មួយ so នំអត់មកសៅសិក្សាថងមកអង្គុយទៅផ្ទះ set up ធ្វើ slide actually អត់មាន slide ទៀតអត់ដឹងទៅបរៀនអី just ធ្វើ poster post សិនអត់ដឹងខ្លួនឯងទៅលក់អី just post លក់សិន in a flash ទៅប្រហែល2ថ្ងៃយើងមានអ្នក register around 20នាក់ហៅបាន1000ជាងក្នុងពេលហ្នឹង like immediately អត់មាន choice សោះបើក្បែរខ្លួនឯងហ្នឹងមិនមើលឃើញឡើងអូ course ព្រោះខ្ញុំថាធ្វើ course ពីមុនមកដែរ so course training and everything ចាប់ផ្ដើមមើលឃើញ direction របស់ culture ខ្ញុំ trend អំពីអ្វីដែលខ្ញុំមានរាល់ថ្ងៃហ្នឹង the thing គឺ វាបរៀនខ្ញុំបានច្បាស់មែនតើហ្មងគាត់ទៅបង្រៀនអត់ឲ្យគាត់ទៅបង្រៀនគេអត់ចេះ That's a problem that's why សិស្សសាលាច្រើនណាស់ហើយបងប៉ុន្តែចេញមកក្នុងមួយថ្នាក់អ្នកប្រឡងចប់លេខ1មានម្នាក់ឯងអ្នកដែលយកជំនាញដែលគាត់ចេញពីសាលាយកមកប្រើបានជាជំនាញអាជីពរបស់គាត់មកមានតិចមែនតើពីព្រោះគាត់តែបរៀនគ្រប់គ្រាន់ទេបាទប្រព័ន្ធអប់រំអត់អាចពឹងទៅនៅលើការបង្រៀនទេខ្ញុំជឿអញ្ចឹងខ្ញុំធ្វើ training អស់ខ្ញុំធ្វើ training មួយថ្នាក់ខ្ញុំធ្វើអារម្មណ៍20ជាងអ្នកយើងបើក5 6ថ្នាក់យើងឃើញ100ជាងអ្នកដែលគាត់យកជំនាញគាត់ចេញពីរៀនមកគាត់ថាគាត់ចេះគ្រប់គ្នាដល់ពេលគាត់យកទៅប្រើគាត់ធ្វើអត់ចេញទេទៅខ្ញុំមើលឃើញ opportunity ក្នុងការ why don't ខ្ញុំ also បរៀនផងbut also មានកញ្ចប់មួយ attach ជាមួយនឹងបរៀនហ្នឹងដែល I ensure បានព្រោះខ្ញុំជឿថាមនុស្សបើគាត់ចង់ចេះគាត់ត្រូវរៀនផងអនុវត្តផង so ខ្ញុំ design ការងារមួយរយៈពេល3ខែដែលក្នុងហ្នឹងខ្ញុំបើកក្បែរមួយការបរៀនគាត់បន្តិច then ជួយ handle ការងារហ្នឹងបាន so គាត់បានទាំងរៀនពីយើងបានទាំងមើលយើងធ្វើពេលគាត់ឃើញ result វា motivate ហ្នឹងគឺដុតភ្លើងហ្មងវាដុតឲ្យគាត់ចង់បន្ត result ទៅមុខទៀតគាត់ចាយលុយរាប់ពាន់ហើយគាត់បាន result ប៉ុណ្្នឹងហើយថ្ងៃគាត់មិនទៅទៀត so ដែលជាដើមកណ្ដាលរបស់សេវាកម្មខ្ញុំមានថ្ងៃហើយវាថា TikTok personal branding ខ្ញុំ eliminate everything ដែលមានខ្ញុំ remove របស់ណាដែលថាវាអត់ benefit អត់ជួយបានភ្ញៀវច្រើនខ្ញុំ focus ទៅលើកន្លែងហ្នឹងដំបូងឡើយខ្ញុំចាប់បងតាក់តងមួយបងសួរបកទៅសំណួរបងវិញបងសួរថាណាគេជាអតិថិជនពេលខ្ញុំ start កន្លែងហ្នឹងខ្ញុំមើលឃើញអ្នកដែលគាត់ចង់ចាប់ផ្ដើមគឺអ្នកដែលចង់ខ្លាចជា content creator តែ like អត់មាន content creator មកធ្វើការរបស់ខ្ញុំសោះអត់មានទេខ្ញុំមើលឃើញថាវាទៅជាអ្នករកស៊ីម្ចាស់ជីវកម្មពីព្រោះអ្នករកស៊ីគាត់មើលឃើញ benefit នៅក្នុងការចេញទៅធ្វើ storytelling ដើម្បី build នៅ trust របស់គាត់ពីព្រោះគាត់ជាមនុស្សបើផលគាត់ល្អសេវាកម្មគាត់ល្អស្រាប់ហើយ and គាត់ជាមនុស្សមួយដែលគាត់ជាមនុស្សមួយដែលគាត់មានចំណេះដឹងហើយនឹងមានបទពិសោធន៍ច្រើនមែនទែនដែលគាត់ចង់ចែករំលែក right ស្រាប់ពេលតែគ្នាបើគាត់អាចចែករំលែកបានវានឹងកសាង trust ទៅកាន់ឲ្យអតិថិជនស្គាល់គាត់កាន់តែច្រើនគុំនិយាយថាគាត់ចង់ឲ្យគេគាត់ចង់ចាយលុយឲ្យគេជឿគាត់ no it's like គាត់ជាមនុស្សដែលជាទូទៅគាត់ genuinely គាត់ចង់ចែករំលែកចឹងបើគាត់និយាយចេញទៅគឺវានឹងធ្វើឲ្យមនុស្សនេះស្គាល់គាត់កាន់តែច្រើនគេស្គាល់គាត់កាន់តែច្រើនគេជឿគាត់មិនជឿគាត់អានឹងអាស្រ័យទៅលើអតិថិជនតែបើគេស្គាល់គាត់កាន់តែច្រើនគេជឿគាត់កាន់តែច្រើន
ដែលក៏ចង់បញ្ចប់វានឹងលេខមកអាជីវកម្មដូចគ្នាប៉ុន្តែក៏ភ្ញៀវដែលគាត់មករកខ្ញុំគឺមិនមែនគាត់គ្រាន់ចង់ល្បីទេបងចង់ល្បីមានច្រើនណាស់មិនបាច់ធ្វើ personal branding ទេ live Facebook ជេរគ្នាក៏ល្បីដែរហ្នឹងហ៎បងយ៉ាបើចង់ល្បីសម័យឥឡូវមានអីពិបាក live Facebook ជេរគ្នាធ្វើវីដេអូឈួតនៅតាមផ្លូវក៏ល្បីដែរតែហេតុអីមិនគាត់ជ្រើសរើសយកសេវាកម្មមួយដែល build គាត់ឲ្យទៅជា personal branding ឲ្យទៅជា storyteller ក្នុងការឲ្យគាត់អាចចាប់យក audience ដែលចាប់ចុចដែលពេញចិត្តនឹង agree ជាមួយនឹងផ្នត់គំនិតរបស់គាត់អា social issue ដែលគាត់និយាយនៅលើ page របស់ពួកគាត់ហ្នឹងពីព្រោះគាត់ចង់ build brand មួយដែលបង្កើតជំនឿទុកចិត្តបានហើយ and then តើជំនឿទុកចិត្តដែលគាត់ build ជាមួយ brand ហ្នឹងអាចនាំមកនៅអតិថិជនដែលគាត់ត្រូវបានអត់អាហ្នឹងអាស្រ័យទៅលើគាត់ so បងនិយាយទៅខ្ញុំ start មកខ្ញុំចង់ចាប់ទូទៅប៉ុន្តែយើងមកអាចារ្យអាជីវកម្មច្រើន and then ក៏យើងមើលឃើញម្ចាស់អាជីវកម្មដែលគាត់មកពីវិស័យមួយអ្នក real estate គាត់ចូលទៅចែករំលែកធ្វើ storytelling បែប real estate ខ្ញុំសម្បូរបងដែលជាពេទ្យជាមួយនឹង doctor គាត់ចេញមកពួកគាត់មើលឃើញពី benefit នៅក្នុងការចែករំលែកនៅចំណេះដឹងផ្នែកសុខភាពបើបងមើលទៅតាំងពីក្រោយ COVID មកប្រជាពលរដ្ឋខ្មែរយើងខ្វល់សុខភាពច្រើនជាងមុនមកគាត់ថាតើមានការមាន content creator ជាពេទ្យណាជួយរួមចំណែកមួយធំអត់នៅក្នុងវិស័យនៅក្នុងការថែទាំសុខភាពចង់មិនចង់មើល data ចង់មិនចង់មើល data បងខ្ញុំអត់មាន data ឲ្យតែមើលទៅខ្ញុំមិនធ្វើការក្រសួងឬមួយក៏ម្នាក់ណាទេប៉ុន្តែខ្ញុំហ៊ាននិយាយតាំងពីក្រោយ COVID មកខ្មែរយើងចេះស្រឡាញ់សុខភាពច្រើនជាងមុនបងអាចទៅមើល gym ចំនួន gym franchise បើកច្រើនជាងមុនអ្នកថែទាំសុខភាពច្រើនជាងមុនសូម្បីតែអ្នកដែលគាត់ជន់ខើគាត់ចង់ឆ្លៀតឱកាសធ្វើផលិតផលសុខភាពខ្លាំងៗយកមកលក់ក៏ច្រើនជាងមុនដែរពីព្រោះចង់តែបានទៅលើកន្លែងហ្នឹងអញ្ចឹងបើបងមើលទៅពីព្រោះក្រោយ COVID មកទូបៀខ្ញុំអត់ take credit កន្លែងហ្នឹងទេប៉ុន្តែភ្ញៀវតាំងពីដើមខ្ញុំបើក business នេះមកដល់ឥឡូវសម្បូរពេទ្យមែនតើពេទ្យចេញមកធ្វើ storytelling ធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងច្រើនជាងមុនខ្ញុំមានភ្ញៀវដែលជាពេទ្យថ្មីតែគាត់និយាយថាប្រជាពលរដ្ឋយើង careless រឿងថ្មីបាទតែដោយស្រុកគេរបស់ដែលអាចធ្វើនៅស្រុកខ្មែរយើងបានមាត់ថ្មីតម្លៃធំតាមមកពី2000អីនៅស្រុកគេនៅសិង្ហបុរីអាចដល់10000ពីព្រោះគឺគេសង្កថាប្រជាពលរដ្ឋគេមានសម្ពាធត្រូវថែទាំថ្មីយ៉ាពួកយើងបលែងច្រើនពួកយើងបលែងតាំងពីនៅតូចពួកយើងអត់ខ្វល់ថ្មីកូនក្មេងទេក៏ប៉ិតបើយើងអត់ថែថ្មីតាំងពីយើងនៅអេសងានៅកូនក្មេង 2-3 ឆ្នាំណាដែលបងឯងចាំមកដល់អាយុបិណ្ឌពួកយើង7 8 10បងឯងនឹងត្រៀមលុយរាប់ពាន់ទៅធ្វើថ្មីហើយជួនកាលធ្វើអត់បានទៀតហើយបង so អាហ្នឹងគឺជារឿងចម្បងមួយដូចខ្ញុំអញ្ចឹងខ្ញុំអត់ស្គាល់អីជា ADHD ឬមួយក៏ការមាន anxiety ឬមួយក៏ panic attack អីចឹងណា so ពីមុនមកពេលយើងទៅ open ឡើងហ្នឹងទៀតណាយើងនិយាយតែឯងវិញទៀតប៉ុន្តែខ្ញុំតែងតែគិតថាម៉ាក់ខ្ញុំគាត់ដូចរៀងឆេវឆាវខ្ញុំមានអារម្មណ៍ថាគាត់ដូចនិយាយបន្តិចចង់ទាញទៅកន្លែងឆ្លោះគ្នាអញ្ចឹងណាហើយគាត់ចេះអានេះចេះអានោះអញ្ចឹងខ្ញុំគិតថាហ្នឹងវាជាបញ្ហាចរិតគាត់ព្រោះគាត់មកពីក្មេងមកគាត់នៅភូមិគាត់អីចឹងវាមានអានេះដែលគាត់វា affect គាត់អីចឹងដែលខ្ញុំ came across វីដេអូរបស់ពេទ្យមួយដែលគាត់ចែកម្លែកមកវាស្តៀងមកអាការៈម៉ាក់ខ្ញុំទៅខ្ញុំដឹង oh it's actually a little bit of like ADHD បូកយកគ្នាឃើញទេបើយើងអត់ដែរស្ដាប់ពេទ្យហើយយើងសុកយើងស្ដាប់ពេទ្យក្មេងៗប្រហែលអ្នកទៅអង្គុយស្ដាប់ពេទ្យពួកយើងដែលចង់ទៅជួបពេទ្យអត់ទេតែឥឡូវបានពេទ្យធ្វើ content creator យើងមកស្ដាប់ហ្នឹងឯងណែដល់ពេលអញ្ចឹងវាក៏នាំអាចដល់មានរឿងអ្នកមកជនខើខូចមួយចំនួនដែលគាត់មិនមែនពេទ្យគាត់ធ្វើដូចគាត់ពេទ្យអញ្ចឹងវាមានអញ្ចឹងដែរដែលវាទៅប៉ះពាល់អីចឹងដែរឥឡូវយើងការរឹតតាំងពីខាងក្រសួងឲ្យមានការ approval អីច្រើនជាងមុនអីចឹងទៅប៉ុន្តែខ្ញុំមើលឃើញកន្លែងហ្នឹងយើងចង់មិនចង់យើងមើលឃើញពួកយើងខ្វះសុខភាពច្រើនជាងមុនគាត់តែចេះសុំកាត់តិចទៅតងនឹងសុខភាពហ្នឹងទៅតងនឹងការកំណត់ limit មួយចំនួនទៅតងនឹងការធ្វើ content ទៅតងនឹងពេទ្យណាខ្ញុំឃើញរឿងនឹងដែរហើយខ្ញុំមានមិត្តភ័ក្តិពេទ្យមួយចំនួនគាត់លើកពីការបារម្ភហើយនឹងអាការមិនសប្បាយចិត្តជាមួយនឹងរឿងហ្នឹងពីដែលជាអ្នកដែលធ្វើ personal branding ឲ្យ client ដែលជាពេទ្យដែលមើលឃើញថាអាការ limit ហ្នឹងវាជាឱកាសសម្រាប់អ្នកដែលធ្វើ content ទៅតងសុខភាពឬក៏វាជាការគម្រាមកំហែងសម្រាប់ពួកគាត់គេមានឱកាសការងារអានេះគេទាឲ្យបងឯងមានសញ្ញាបត្របានធ្វើកើតបើបងឯងមានសញ្ញាបត្រមកខ្លាយគេ so ចលៃនោះសនួរស្លាប់ទៅវិញហេតុអីបានជារដ្ឋាភិបាលឬមួយក៏ក្រសួងគាត់សុំឲ្យមានអ្នកចេញចែកម្លែកមានអាជ្ញាប័ណ្ណត្រឹមត្រូវចាំចែកម្លែកចុះបើបងឯងអ្នកមានអាជ្ញាប័ណ្ណមានអីបងឯងទៅខ្លាច so បើយើងជាបងជាពេទ្យដែល
what's the problem ម៉េចបងឯងរកស៊ីក៏ត្រូវមានបានបតងបងឯងធ្វើអីក៏ត្រូវចោលឈ្មោះដែរគ្រាន់តែចុះឥឡូវគេប្រាប់ថាបងឯងមុនធ្វើ content ត្រូវទៅសុំទៅ what the hell stress ទៅចឹងហ៎បងហើយបាន stress គេប្រាប់យើងគេប្រាប់បញ្ហាគេប្រាប់ដំណោះស្រាយយើងយើងទៅធ្វើទៅយើងទៅគួយឈ្មោកនៅហ្នឹងទៅអញ្ចឹងគេថាឲ្យទៅសុំឯកសារទៅសុំទៅ តែស្រីគិតថាហ្នឹងបើអ្នកដែលសុំបានវាជាឱកាសសម្រាប់គាត់ដែរ 100%ពីព្រោះនឹងមានហេតុអីបានជារដ្ឋាភិបាលគាត់ចេញច្បាប់នឹងក្របខ័ណ្ឌមួយគឺគាត់អាចបានទៅទប់ស្កាត់បានទៅធ្វើបាបពេទ្យទេអត់មានរដ្ឋាភិបាលទៅធ្វើបាបពេទ្យទេអត់មានទេការស្នើសុំឲ្យមានការlegitimize ព័ត៌មានតាក់ទងពីបញ្ហាសុខភាពហ្នឹងគឺពីជ្រុងរបស់ខ្ញុំគឺមានការបង្កើនការរឹតបន្តឹងទៅកាន់ជនខិលខូចមួយចំនួនគាត់មិនមែនពេទ្យគាត់និយាយរឿងពេទ្យណាបើបងឯងមិនមែនពេទ្យអាហ្នឹងមិនមកឲ្យភ័យពីព្រោះអូកន្លងមកខ្ញុំមិនមែនពេទ្យផងខ្ញុំទិញពាក់អាវពេទ្យមកឲ្យកាត់អាវដូចអាវពេទ្យមកនិយាយដូចពេទ្យមកទោះបានដែរនិយាយឆក់អញ្ចឹងគឺយើងដកសិទ្ធបានថាគាត់នឹងធ្វើការរឹតបន្តឹងអ្នកដែលមិនមែនពេទ្យកុំឲ្យនិយាយដូចពេទ្យប៉ុន្តែបើពេទ្យរឿងអីដែលពេទ្យទៅសុំសិទ្ធិនិយាយអត់បានគាត់ត្រូវតែសុំបានព្រោះគាត់ជាពេទ្យគាត់រៀនចប់ពីពេទ្យមករឿងអីគាត់សុំបាន so ខ្ញុំមើលពីជ្រុងហ្នឹងវិញ on a bright side តែបើដូចពួកយើងក្នុងវិស័យ digital មិនមែនដូចវិស័យពេទ្យគេត្រូវ limit អីទេតែឧទាហរណ៍បើសិនជាក្នុងវិស័យ digital ដូចពួកយើងអញ្ចឹងវាថាតើតើឯងមាន certificate នេះបានឯងនិយាយ marketing strategy នឹងបានបើសិនជាវាកើតឡើងនៅក្នុងវិស័យយើងហើយយើងទៅយក certificate នឹងបានគិតមើលទៅគឺមានតែយើងទេដែលអាចនិយាយបានមែនទេពេលហ្នឹងវាជាឱកាសមួយដែលអ្នកផ្សេងអត់អាចនិយាយបានទេតើឯងត្រូវទៅយក standard មួយនេះសិនអញ្ចឹងពីអ្វីដែលខ្ញុំស្ដាប់បានពីស្រីមានថាវាជាឱកាសមួយដែលល្អឱកាសរាល់ពេល let's say បងឯងចង់ហៅវាបញ្ហាក៏បានដែរអីបែរចិត្តបងឯងមនុស្សខ្ជិលបាទចង់ទៅហើយតើនឹងបញ្ហាហើយអូបងឯងខ្ជិលអូខេបាយព្រោះអ្នកគេទៅយកឯកសារគេទៅធ្វើអស់ហើយអិនបងឯងលេះចេះបងឯងលេះចោះយ៉ាគេទៅអស់ហើយគេលឿនជាងបងឯងមួយថ្ងៃក៏គេចេញបានមួយវីដេអូមុនមួយថ្ងៃដែរគេចេញបានវីដេអូមុនមួយថ្ងៃមួយវីដេអូហ្នឹងអាច hit បាន1លាន view គេ already ផាមួយថ្ងៃ1លាន view បាត់ហើយ that's the game នៅក្នុងវិស័យ personal brand និង social media ហ្នឹងពីខ្ញុំវិញណាដោយករណីអញ្ចឹងដូចតែចាប់ដើមដំបូងអត់មានគេនិយាយយើងនិយាយ digital គឺយើងនិយាយអីក៏មានមនុស្សស្ដាប់ដែរដោយសារវាអត់មានអ្នកនិយាយមានតែយើងបើសិនជាមានការ limit នៅក្នុងវិស័យណាមួយឲ្យថាបើវាកើតនៅលើវិស័យ digital របស់ពួកយើងចុះបើសិនវាកើតនៅលើវិស័យរបស់ពួកយើងមែនវាដូច reset ទៅអាការជំនាន់ដំបូងវិញមនុស្សគ្រប់គ្នាអត់អាចនិយាយបានទេមានតែយើងនិយាយមានតែយើងដែលមានគេមើលគេហៅបកមកសូនវិញដូចមិត្តភ័ក្ដិខ្ញុំរក្សាស័ក្តិ CEO របស់មហាគាត់និយាយថាពីមុនការប្រកួតប្រជែងមានច្រើនពេលប្រទេសជួបបញ្ហាបើយើងនិយាយអាក្រក់ស្រាប់ទៅវាសឹងថាទីងគ្រប់គ្នាតម្លាក់មកសូនវិញអញ្ចឹងឥឡូវ fair game ឥឡូវអ្នកងើបរួយគឺអ្នកខ្លាំងអ្នកដែលសងំអោនឲ្យគេជន់អាហ្នឹងហើយបើយើងដឹងថាកន្លងមកក៏គាត់លាក់គីតែក៏វាមានអ្នកមានបញ្ហាដែរខ្ញុំយល់ទេបងគាត់ថាខ្ញុំយកសម្ដីខ្ញុំសុំក្បួនសម្ដីរបស់មិត្តភ័ក្ដិយើងមកនិយាយអញ្ចឹងណាពេលបញ្ហាមានឱកាសអាហ្នឹងខ្ញុំជឿមែនហើយគាត់ថាមិនមែនគ្រប់គ្នាមិនមែនឲ្យយើងបកាយយើងខ្លាំងគឺសិតតែអាចទទួលបានផលអត់ទេវាក៏បូករួមជាមួយនឹងបញ្ហាជួនកាលវាជួបបញ្ហាកាំងអញ្ចឹងតែមិនឥឡូវយើងចេញមករកស៊ីបើយើងជួបបញ្ហាយើងមិនដោះស្រាយគឺយើងទុកឲ្យវាចោលអញ្ចឹងយ៉ាខ្ញុំចាប់អារម្មណ៍មួយដែលនិយាយពីភ្ញៀវដែលធ្វើមួយហ្សែលគាត់ធ្វើកុងត្រាយ៉ាងហ្នឹង3ខែមែនទេអញ្ចឹងមានន័យថាតើតើនឹង personal branding វាយើងអាចធ្វើគាត់ផ្ទុះនៅខែទី1ឬក៏យើងត្រូវការពេលពី3ខែឬក៏មានដំណាក់កាលបែបម៉េចចង់ដឹងពីsecret ពីអាចកំបាំងដែលស្រាធ្វើឲ្យភ្ញៀវចង់បានអាចកំបាំងហ្មងអាចកំបាំងហ្មងហើយយើងអាចចរចាចលុយឯបាទអូខេបងមូលហេតុថងហ្មង3ខែទី1ក្រុម3ខែតិចពេកលើ3ខែថ្លៃពេកតែស្វ័យការងារ3ខែថងមួយណាព្រោះបើលើ3ខែរាប់ពាន់បើលើ3ខែវាថ្លៃខ្លាំងវាសិនវីដេអូសូលក់អត់ចេញទេថ្លៃអត់កើតអញ្ចឹងយើងបើលើពី3ខែគឺខ្ញុំបានន័យថាខ្ញុំអត់មាន proper product pricing strategy ក្នុងការលក់ស្វាកម្មខ្ញុំសូ3ខែវាធ្វើឲ្យរបស់របស់ខ្ញុំថោកហងៃរបស់របស់ខ្ញុំថោកខ្លាំងមែនតើការងារខ្ញុំថោកខ្លាំងគឺ very affordable គឺសឹងថាបងឯងសូម្បីតែបើថា content creator វា probably cheaper មកឲ្យខ្ញុំធ្វើ content ហើយតិចជាង3ខែនឹងតិចពេកin a way អ្នកដែលជា content creator គាត់ដឹងហើយបងអ្នកធ្វើ content បងមាន team ធ្វើ marketing ត្រូវការពេលវេលាដើម្បីធ្វើ content ឲ្យផ្ទុះតែពួកខ្ញុំ
một năm tới 2 ឆ្នាំ từ ស្វែងរក sweet spot ហ្នឹងបានពួកយើងមាន process ហើយនឹងមានរឿងដែលត្រូវធ្វើជាច្រើននៅក្នុងពេល3ខែហ្នឹងដើម្បី ensure ថាវាត្រូវតែផ្ទុះបាទពួកខ្ញុំបើកអានកំបាំងមួយខ្ញុំសុំនិយាយតែប៉ុណ្ណេះក្នុងរយៈពេល3ខែហ្នឹងខ្ញុំមានវីដេអូច្រើនមែនតើដែលឲ្យខ្ញុំលេងខ្ញុំមានពេល3ខែមកអង្គុយឆ្កឹះ let's say បងឯងមានបញ្ហាមួយខ្ញុំសុំបងឯង3ខែខ្ញុំមិនប្រាប់បងឯងដោះមកទេខ្ញុំសុំពេល3ខែ right បានន័យថាបងឯងឲ្យពេលខ្ញុំ90ថ្ងៃដើម្បីខ្ញុំអង្គុយឆ្កឹះឆ្កៀលរហូតតវាដើរបានន័យថាវានឹងអត់ដើរដំបងហើយខ្ញុំឆ្កឹះតវាដើរខ្ញុំមានពេល3ខែ so that would be the best របស់ខ្ញុំហើយបើសិនជាគ្រប់ការងារ let's say មកវីដេអូគ្រប់វីដេអូតែ50 view 3ខែហ្នឹងវីដេអូរបស់ខ្ញុំ50 view 100 view 200 view គ្រប់តែវីដេអូទាំងអស់ខ្ញុំឲ្យលុយភ្ញៀវវិញទាំងអស់ខ្ញុំក៏មិនចង់បានលុយភ្ញៀវដែរអាហ្នឹងវាខូចការងារខ្ញុំហ្មងព្រោះរាល់ថ្ងៃមិនភ្ញៀវមកក៏យើងចេះទទួលពេលខ្លះគាត់មកយើងមើលមកយើង busy គាត់ area របស់គាត់យើងធ្វើអត់ឡើងខ្ញុំអត់ទទួលគាត់ទេ no ទៅគាត់ចង់ធ្វើក៏អត់បានខ្ញុំពួកយើង say no ទៅកាន់ភ្ញៀវច្រើនណាភ្ញៀវនៅបរទេសបាទខ្ញុំមានភ្ញៀវពីអូស្ត្រាលីភ្ញៀវពីខ្មែរយើងខាងរោងចក្រនៅហ្វីលីពីននេះដែរពេលខ្លះទៅគាត់បកកាយនិយាយបាត់យើងមើលអា procedure ក្នុងការសហការមួយគាត់ណាគាត់នៅឆ្ងាយក៏ពេលវេលាគាត់នៅចិត្តក៏នៅឆ្ងាយពួកខ្ញុំនេះធ្វើអត់ចេញទេពួកយើងមានភ្ញៀវនៅអាមេរិកដែលពួកខ្ញុំ work build personal branding ពួកគាត់ដោយ just consult the direction គាត់ដែលផលិត content ខ្លួនឯងទាំងអស់គាត់ផ្ទុះ right សឹមមិនមែនថាភ្ញៀវក្រៅស្រុកធ្វើអត់បានទេយើងមានភ្ញៀវក្រៅស្រុកធ្វើបានដោយហងៃនេះពួកយើងក៏muốnតែមានភ្ញៀវដែលគាត់ជាក្រុមហ៊ុននៅខាងកូរ៉េអីចឹងហ៎បងក្រុមហ៊ុនខ្មែរយើងដែលជួយទៅលើសេវាកម្មក្រុមហ៊ុនខ្មែរមួយកូរ៉េដែលជួយទៅលើសេវាកម្មក្នុងការជួយបងខាងពលករទៅផលិតទៅចំណាក់ស្រុកទៅធ្វើការនៅខាងកូរ៉េអញ្ចឹងស្របច្បាប់អីចឹងយើងចង់ធ្វើ personal branding ដើម្បីផ្ដល់ចំណេះដឹងការរៀបចំមិនពេលយើងមកដល់កូរ៉េយើងរៀបចំមិនធ្វើមិនយើងថែទាំមិនឲ្យគាត់ចែកម្លែកពីបបិសោតល្អឬមួយក៏មិនល្អមួយចំនួនតាក់ទងមួយអ្នកមកពីមុនតែគាត់ waste លុយកាក់មិនយើងធ្វើចេញជាមួយនឹង procedure យើងធ្វើចេញប៉ុន្តែបើ let's say គាត់ភ្ញៀវគាត់រវល់ខ្លាំងគាត់អត់មានពេលវេលាក៏ឲ្យពួកខ្ញុំគ្រប់គ្រាន់ក៏ពួកខ្ញុំអត់ទទួលការងារគាត់ដែរបើស្ដាប់ទៅដូចនិយាយមិញមាន50 view 100 view អត់យកលុយភ្ញៀវប៉ុន្តែបើតាមដែលខ្ញុំដឹងដូចជាអត់មានភ្ញៀវករណីហ្នឹងទេទៅហ៎អត់ទាន់មានទេអញនិយាយថាធ្វើ10ទុះ10ថាចឹងក៏បានដែរបងមិនមែនខ្ញុំកន្លែងអង្គុយនិយាយចេះបងយើងនិយាយពីលទ្ធផលជាក់ស្ដែងវិញដែលបងឯងនិយាយថាធ្វើ10ផ្ទុះ10បងដែលគាត់ស្ដាប់គាត់និយាយថាជុំអួតម៉េះខ្ញុំជំរាបជូនបងចេះហេតុអីបានជាវា almost impossible ដែលពួកខ្ញុំធ្វើអត់ដើរវាមិនអាចទៅរួចដោយការងារពួកខ្ញុំអត់ដើរដោយសារពេល3ខែហ្នឹងបានន័យថាបើពួកខ្ញុំអត់ដើរគឺខ្ញុំមានពេលរហូតដល់វាដើរខ្ញុំមានពេលធ្វើវារហូតដល់វាដើរយ៉ា unless ពេលដែលខ្ញុំប្រាប់ថាធ្វើ and ខ្ញុំក៏អត់ស្ដាប់តែខ្ញុំអត់ធ្វើទេពីព្រោះតាបើខ្ញុំមកធ្វើ personal branding មកខ្ញុំរឿងមួយដែល requirement រឿងមួយក្នុងចំណោម requirement របស់ហ្នឹងគឺគាត់ត្រូវផ្ដល់ branding មកគាត់ឲ្យពួកខ្ញុំជាអ្នកសម្រេចចិត្តទៅលើ direction ដល់ឲ្យពួកខ្ញុំអ្នក handle បានថា content ទៅតាមពួកខ្ញុំខ្ញុំក៏មិនធ្វើខុសឈ្មោះគាត់ដែរបើខុសឈ្មោះគាត់មានមិនបានហៅថា personal branding មិនអញ្ចឹងហ្មងយ៉ាវាត្រូវតែទុកឲ្យភ្ញៀវក៏អូពេលអញ្ចឹងទៅចាំមូលហេតុបើមានឃើញ2024 2025បើមានឃើញណាគេមកគេ complain ពីការងារខ្ញុំទេហើយបងគេឈ្មោះក្នុងវិស័យនេះសំខាន់ចង់មកចប់បងមិនឡើយវានៅតែសំខាន់ហើយបងមើលទៅខ្ញុំក៏មិនដែលបានទៅផុសអីឲ្យច្រើនអួតពីសេវាកម្មខ្លួនឯងដែរភ្ញៀវមកខ្ញុំគឺវត្តអត់មកបាទបងមួយរូបគាត់ធ្វើបានល្អនឹងមានបងមួយរូបទៀតគាត់ឃើញគាត់ចង់បានស្រាប់អញ្ចឹងបានថាពេលខ្លះទៅគាត់តែធ្វើការងារយើងផ្ដោតទៅលើការងារយើងជាមួយប្រព័ន្ធការងារយើងឲ្យល្អក៏វាអាចជា marketing មួយល្អដែរវត្តអត់មក marketing មកពីភ្ញៀវម្នាក់ៗមកតែដូចជាភ្ញៀវរបស់ Zel ដែលធ្វើ personal branding ណាដោយសារពួកគាត់មួយចំនួនក៏ជាភ្ញៀវខ្ញុំដែរយើងលក្ខណៈថាពីរអ្នកយើងដូចមិត្តរួមភ្ញៀវយើង lobby យើងមានភ្ញៀវរួមគ្នាយើងនិយាយភាសាអស៊ីបងទៅយើង lobby តែបានមួយវាចូលអស់ហើយនិយាយអញ្ចឹងណាអញ្ចឹងមានភ្ញៀវហ្នឹងដែលខ្ញុំដឹងគាត់ក៏ប្រើសេវាកម្មរបស់ Zel ដែរហើយរបស់គាត់ចាប់ផ្ដើមពី0ហ្មងព្រោះពេលដែលគាត់ជួបមានភ្ញៀវខ្លះក៏ខ្ញុំអ្នក refer ទៅពេលដែលគាត់ជួបខ្ញុំដំបូងហ្នឹងគាត់ថាគាត់0ហ្មងគាត់អត់ចេះធ្វើអីទាំងអស់ខ្ញុំក៏ណែនាំទៅជួប Zel ធ្វើការជាមួយគ្នាក្រោយមកខ្ញុំឃើញ TikTok គាត់ផ្ទុះអញ្ចឹងជីកបន្តិចទៅតើតងនឹង Zel មានកលឹះអីសម្រាប់មនុស្សដែរអត់ថាម្ចាស់ជាកម្មម្នាក់ហ្នឹង0ហ្មង
ที่มันได้อัดได้มีแค่ชั่วโมงมันได้สมัยแต่เธอวิดีโอมวยซะเลยโซเชียลมีเดีย ยังมาสู้ต่อบอกสู้ต่อ ta sẽ miên cái lưới ấy đại thưa ai mình nữa ở đây là bấy sao ở đây thưa video sao tới chỉ mình đẹp tu nữa TikTok bạn xong đang ngày cái lưới xong ngắt bị khôi thì miên bị thi ấy cái này บ่ายสู้สำรวจเราเอาไปผลย่อมก็มีกันท่านจังใหญ่ไปถึงทางใดโอเคตีมวยเมืองเอียนกามราเพียวย่อมหน้าก็เอียนกามรานะบอกก่อนอัดเอียนกามราแต่ก่อนระบายบาดเฮยไอ้ก่อนเถิดการย่อมนะได้สะอาดกระบังจะตู้เตอร์เพียวก่อนมาหอย่อมแต่ซาก็เทิงลาเจนเวลาก่อนเชสเฟอร์ก่อนหรือเมื่อก่อนเชสเฟอร์ก่อนเปเฟอร์หรือเมื่อก่อนเชลเฟอร์ไอ้มวยเตี้ยนั่นคือโบรวมต่อนั่นก่อนเอียนกามราไปพวกก่อนเฟอร์มาบอดเวิร์กบอกก่อนเฟอร์ว่าก็เลยเอียนให้ย่อมเล่นทำแบบนั้นมันเอียนไปแต่ก่อนคลายประชัยตัวเลยการเงียนั่งไปก่อนโชคใจก็เลยเอียนให้sau còn yên cam màไปพวกเรามันก็ถวดได้โซเวรังมอดไทยเฮืองจะบอกมองคือนี่จะ procedure ตูเตอร์บอกเนี่ยมันจะชีวกรรมก็ถอดวิดีโอก็ช่วยเกมมาถอดวิดีโอให้ดำเนินสับสนผลิตภัณฑ์ประกวดปันใจไปประชัยถ่วงทางตีมวยเดเวดับทีมทัวร์วิดีโอก็เธอเก๋ก่อนดังซูนอมบองในการเงินดังเบียบไม่ประตอมาก่อนจะเซบอลมวยปิดโชว์มาก่อนก็เธอรีไซน์ไปแค่ก็เซกูกอลก็ได้ยังไงก็เซบอลก็บอลนะบองโยนบอลแล้วตึงๆแต่ใส่ล้างทีมทอดก่อนโยกามมาเนาะมวยเอาพิวก่อนกล้วยนั่นก็จะแปลมาปั๊บกับอะไรจะพิวใหญ่พิวถอไปพวกพิวมันแลนพิวก็จะก่อนมาทัวร์ก็ช่วยทัวร์วิดีโอแม้แต่ก่อนแมนเชียตัวก้อนนี่ก็แมนในจำนี้วิมันจะกางไงก่อนแต่เธอก็ติงบอลเลยสักก่อนอดจำบอลก่อนใหญ่เขาจนการต้องก่อนใหญ่แบบโอเคพิวยังพลาดก็แท้ไปก่อนแบบเบอร์นั่นเนี่ยทอต้องสายก่อนเตี้ยสักก่อนสอบการทอปหน่อยไหนก่อนจูลกี่ให้กี่สายก่อนเยอะไหนบ้างso yeah แต่ไปพิวมารอยังเบียร์พอสนาปนี้พิวนางก็เอียนหมดเลยจังจีเรื่องทอมันอาเหมือนแต่พิวนางก็ได้ไปแต่มุนไปกอดเกาะเลยเหมือนการเงี้ยบนยังกอดซัวเอาหน้าอะไรมินจะเดือดจัดบางเธอบานออดพิวสมนูอย่างชื่อประจำมันยังใหญ่ต้องพิวแต่กอดมือวิดีโอนี่ก็เดือดสายใหญ่กอดซัวบางอะไรมินจำเดือดจัดแต่บางเธอบานบางอันประการใหญ่พิวนางก็ใหญ่จังนะปีชนะไม่บองมันขอมไปสับเนี่ยพิวยมแต่ก่อนใหญ่เบียร์นางมุนไปก็สั่งกองตราบองเอียนนั่นน่ะบอลประกายใหญ่เลย so yeah ประกายใหญ่มันประกายใหญ่แปะปอนอยู่ในวิดีโอตูมตูเตไปพัวประชัยกันเต้ในขนมกาปลัดคอนทันนั่งวิโบรวมจุ่มวยนั่งกระตานั่งโจนั่งในสคริปต์บางปุยเยอะเป็นระเบียบขนมกาปลัดสคริปต์จุ่มวยนั่งเพี้ยวเอาอย่ายูนิคเนสบอกการเงี้ยบางปุยเยอะเป็นเพียงเพียงสูงระเบียบขนมกาทอดบางปุยเยอะกับระเบียบเงี้ยสูงขนมกาปลัดบางเพี้ยวสลับเป้จุ่มวยนั่งเคลียการกัดต่อบางปุยเยอะกับเมียนประชัยกันเต้ล้อมือเพียงไรจังหวัดที่ฮอท่าโดยบองใดกับปงตัวสนะตัวสนะกับชนใดจังดังที่ฮอท่ามันจะจีบคำใดกับปงเมื่อก่อนเช่นเนี่ยแต่ไม่จังทั่ว personal branding ดุบงตาจะมีกันหรือไอ้ใบได้จังใจเลยปกติกูแต่เตรียมคลุ้นทำไมเธอไอ้ก่อนไอ้เธอไปประตูบ้านโอเคมองยังหนึ่งใจที่กระซอมวยทีมมวยในเลย TikTok เวลาใน Facebook เองnói hướng môi đà bong mình ốp cho nó này giấy cứ video môi phô màn đong của bạn là TikTok và bên shadow band nô tết là làm nè bong này video này mình là khó khăn nè so họ clip môi trường podcast này là sẽ bong cắt việc pop bong cái sao bao nhiêu tập phô video là TikTok hay vợ đà bong ai cho việc phô sát mấy bạn cho mình cái này repurpose ไปบ้าน right สอนอันที่แฮกมวยโทมพอดให้ยมใหญ่ที่คือยมใจจะตั้งใบจนแต่การแหนมือของเขาเนี่ยใช่ไหมที่ปีanh em trang lại cho TikTok mỏ đó boosting at TikTok khôi tiền okay yeah right so bạn này tha khoan thấy nhưng mình lên thực chất đây bằng ngày thưa video môi đỏ đã on còn được phải tự bùi do view về bảo bong anh biết bạn thưa video nó tu rồi thò mà chia tế bạn này tha video nó bị on dẹp hơi chẳng mà bong bùi do view có bị khôi này có việc bạn thầm tập fake view bị TikTok này nhớ đấy không bong cho ngay đá cứ video bị thời thật đá bảo video nó đá té admin mua lại để thời tự buộc video đăng tì right cùng do lấy tự buộc video đó đá do lấy tự buộc video để đá hai xẹp từ bịt phơi cả đá video nó càng là khăng nhưng một đây lại dùng tạm đại là buộc nó cứ buộc là follower right follower là TikTok với rồi dứt với phụ ấy yeah cái thời cá lôi dân này hay mà cái TikTok với là chứ Facebook khăng nó hay tại vì bao phim cái sủi dân bật cẩn thận nó chẳng cái chui dân mà tăng ngay chẳng khỏi là boosting cho follower thì tôi dân vùng cái này mới cái ấy vì khó khăn bị muốn ngay đó trái cái khác cái cả rồi chúng mình là boosting nhưng tập năng này cái dân phở free ban một là bọn này khác phơ video rồi lôi rọp mới là boom trong boom không cái ta bây giờ tham gia dụng này nó mong cổ dân tới book khác tới sau đó pi chùm nổi ok không thì nó tiếp
bay có vì tại tao mày sẽ điện mùi tuần tí mùi này video mùi bài phô trần page mình tên là bóng đào đạp nào bài miền này về miền lạc khó khăn nhé mùi ai play around man content mùi mau thì phô cho mùi nó page trần and then cả vì năng tiết cứ basic chùm đến content marketing tu từ keep it simple ប៉ុន្តែការបើកក្បាលត្រូវមាន6 strong អីចឹងទៅ keep audience engage តាមរយៈការធ្វើខ្លួនឯងមួយចំនួនឯផ្សេងណាហើយ pay attention តាមដាន trend មិនមែនឲ្យតាម copy trend របស់គេទៅjoin គ្រប់មុខទេបើតើដឹងថាតើឥឡូវទិន្នកាយគេឧទាហរណ៍ជាក់ស្ដែងថ្ងៃស្អែក Vanda គាត់ភ្ជាប់ពាក្យហើយយើងទៅ post ទៅហើយតើទេបងដោយ like បងខ្ញុំនិយាយចឹងដោយ like let's say ថ្ងៃ Vanda ហ្នឹងគាត់ភ្ជាប់ពាក្យគាត់មានតម្លាក់បទថ្មីណាបងអាចធ្វើ content តាក់ទងមួយបទថ្មីហ្នឹងបានតង់បានទៅមួយគេហ្នឹងទៅគេលេងកំផយើងលេងកំផ content ទៅ right so that's the way បងឯងមើលទៅលើស្ថានភាពក្នុងសង្គមដើម្បីតែនៃការពីព្រោះមនុស្សពេលមានរឿងអីគាត់ focus ទៅលើរឿងហ្នឹងរឿងក្រៅពីហ្នឹងល្អប៉ុណ្ណាក៏ដោយគាត់ទុកម្ដុំហើយតែបង so that will be trend yeah មួយទៀតខ្ញុំចាប់អារម្មណ៍ ខ្ញុំចែកច្រើនទេណាចែកច្រើនណាប៉ុណ្ណឹងឆែកបាន1ម៉ោង100វាឲ្យឡា ឥឡូវទុកបច្ចេកទេសមួយឡៃសិនខ្ញុំចង់ដឹងពីការយកឃើញរបស់ Zell វិញអានេះយកស្មោះត្រង់មួយគ្នាណាពេលដែលខ្ញុំឮពី Zell និយាយពីរឿងសេវាកម្ម personal branding ដំបូងហើយបើនិយាយពី content creator អីវាត្រូវយើងក៏គ្រប់ត្រូលប៉ុន្តែពេលដែលមកជួប Zell លើកទី2និយាយពី personal branding ប៉ុន្តែម្ចាស់អាជីវកម្មវិញទាំងអ្វីដែលខ្ញុំធ្លាប់រៀនកន្លងមកពីអាជីវកម្មគេថាគោលបំណងចុងក្រោយនៃការធ្វើអាជីវកម្មគឺយើងអាចចាក់ចេញពីអាជីវកម្មនឹងបានតែយើងអត់ជាប់ខ្លួននៅក្នុងទេសភាពអាជីវកម្មឬក៏យើងធ្វើខ្លួនឯងនៅក្នុងអាជីវកម្មហ្នឹងឯងយើងចង់ដកខ្លួនចេញយើងចង់ឲ្យគេធ្វើការជំនួសពួកយើងអានឹងចុងក្រោយទៅប៉ុន្តែពេលដែលខ្ញុំមើលពី personal branding ម្ចាស់អាជីវកម្មគាត់ត្រូវធ្វើ brand ខ្លួនឯងតើ Zell គិតថាអា personal branding សម្រាប់ម្ចាស់អាជីវកម្មហ្នឹងវាផ្ទុយពីគំនិតពីគោលបំណងដំបូងនៃការចាក់ចេញពីអាជីវកម្មក្នុងនាមជាម្ចាស់ដែរអត់សំណួរបងឯងល្អតែខ្ញុំសុំកែបន្តិចបងថងបងឯងហ្មងខ្ញុំនឹងចតបងឯងបន្តិចខ្ញុំគិតថាម្ចាស់អាជីវកម្មមួយចំនួនគាត់អត់មានផែនការចង់ដើរចេញពីអាជីវកម្មរបស់គាត់ទេខ្ញុំ learn with the hard way ដែរខ្ញុំគិតថាអាជីវកម្មគេទៅផ្លូវតែមួយណាបងផលចំណេញ grow ហៅដើរទៅមុខទៀតប៉ុន្តែក៏មានខ្ញុំជួបមួយរយៈក្រោយនេះក៏ខ្ញុំជួបម្ចាស់អាជីវកម្មមួយចំនួនដែលគាត់ពិតជាបង្កើតអាជីវកម្មមកគាត់ដល់ចេញពីបេះដូងនៃការស្រឡាញ់មកគាត់មែនអាចមានអញ្ចឹងដែរហើយគាត់អត់ទៅណាគាត់មិនចង់ទៅ scale គាត់ចង់ផលិតហើយគាត់ចង់ increase the size of quantity របស់គាត់ដើម្បីផលិត let's say ដូចបងមួយដែលជាអ្នក interior របស់ studio របស់ខ្ញុំ podcast ខ្ញុំចាប់ហ្នឹងអញ្ចឹងបងគាត់ប្រាប់ថាគាត់បរិយាហើយម្ដងហើយគាត់សម្រាប់ចិត្តព្រមវិញដើម្បីឥឡូវនេះគាត់បានធ្វើគ្រប់មុខទាំងការងារតូចទាំងការងារធំគាត់សុខចិត្តថ្ងៃក្រោយគាត់សុខចិត្តទៅចម្រើនដោយគាត់បដូរពីការងារមួយតម្លៃ$1000គាត់បដូរទៅជាការងារមួយតម្លៃ10000តម្លៃ$10,000វិញតែគាត់ស្រឡាញ់គាត់ចង់ធ្វើទេបងតែ like មិញមិនបើវងកញ្ចក់អត់បងយ៉ាខ្ញុំអក្រីបងណាខ្ញុំមកស៊ីក៏ចង់ដើរចេញដែរខ្ញុំប្រើភាសាឲ្យស្រួលស្ដាប់ខ្ញុំជាពលករមួយរូបនៅក្នុងវិស័យរបស់ខ្ញុំអស់10ឆ្នាំជាងខ្ញុំមិនមករកស៊ីដើម្បីឲ្យខ្លាចទៅជាពលករហើយឬមួយក៏ទេសកលរបស់មុខរបររបស់ខ្ញុំទេអញ្ចឹងមកជីវិតហ្នឹងយើងមានមេរហូតពេលទៅធ្វើការមេយើងជាតកាយយើងដល់ពេលចេញមករកស៊ីមុខរបរយើងជាតកាយយើងដើរចូលទៅក្នុងអន្ទាក់មួយថាធ្វើការដើម្បីតែធ្វើការធ្វើអីក៏បានលុយដែរបងធ្វើការដើរចូលអាលូបមួយថាវាអត់អាចមានថ្ងៃណាចេញផុតពីសេរីភាពណាថាពីមុនធ្វើការមួយអាទិត្យជាប់7ថ្ងៃឥឡូវមករកស៊ីមួយអាទិត្យ7ថ្ងៃទៅដែរចុះអាពួកអាអ្នកបង្ហោះវីដេអូថាវាទៅដើរលេងឌូបៃឌូអីហ្នឹងវាធ្វើអាម៉េចវាអញ្ចឹងហេមកណាគេឃើញគេថាអូអ្នកអត់មានការងារធ្វើគេងិចឡើងថ្ងៃគីអីគេផុសពីមាត់សមុទ្រមកអញ្ចឹងអាចទៅរកស៊ីចិត្ត3ឆ្នាំជាងនេះមិនដែរបានទៅមាត់សមុទ្រនឹងគេណាហើយថ្ងៃអាទិត្យក៏វារករឿងដែរ so អានឹងជាការយល់ខុសមួយធំហ្មងជាពិសេសគឺអ្នកដែលពីចម្ងាយដែលមើលមកចូលមកការងារ personal branding គាត់គិតថាពួកខ្ញុំជាអ្នក build personal branding ពួកខ្ញុំធ្វើឲ្យភ្ញៀវខ្លាចទៅជា influencer no ម្ចាស់អាជីវកម្មមួយល្បី build personal branding ម្ចាស់អាជីវកម្មហ្នឹងមិនខ្លាចជា influencer ទេដែលជារឿងមួយច្រឡំ it sound very insecure មែនតើពីជ្រុងរបស់អ្នកគិតខុសភ្ញៀវខ្ញុំល្បីប៉ុណ្ណាក៏ដោយមានគេស្គាល់គាត់ក្នុងវិស័យគាត់ប៉ុណ្ណាក៏ដោយគាត់មិនដែលមានតែគេទៅតាក់ទងគាត់ធ្វើ sponsor
បងឯងដែរឃើញខ្ញុំបងឯងមួយឆ្នាំបងឯងឃើញខ្ញុំធ្វើការ sponsor ប្រហែលដងតាំងពី2024 25មកបងឯងដែរឃើញខ្ញុំទៅធ្វើជាមួយនឹងក្រុមហ៊ុននេះធ្វើក្រុមហ៊ុននេះមានកតាក់តងខ្ញុំឡើងកម្មវិធីនេះអត់ទេហើយផលវីដេអូបាន view តាពីព្រោះអីគេក៏ខ្ញុំអត់មានចម្លើយថាអាចឆ្លើយមកបណ្ដាច់មួយបងណាប៉ុន្តែបើយើងសិនតែមនុស្សយើងមើលទាំងអស់គ្នាយើងដឹងហើយបងពេលដែលគេពេល influencer គាត់មានរូបភាពរបស់គាត់តែម្ដងគឺគាត់មានvibe របស់គាត់ហ្នឹងដែលគាត់មើលមកគឺ brand គេតែចង់តាក់តងគាត់ធ្វើការជាមួយគាត់មកដល់រូបភាពគាត់សម្រស់គាត់ style ក្នុងការផលិត content គាត់ audience របស់គាត់ engagement style របស់គាត់ក្នុងឡើយហ្នឹងគឺពេល brand ពេល agency គេនឹកឃើញថាគេចង់មានការងារមាន brand មួយគេចង់សហការជាមួយនឹង influencer គឺគេទៅរកមនុស្សមកក្រុមហ្នឹងមកដែលមានម្ចាស់អាជីវកម្មដែលគាត់ធ្វើវីដេអូបាទគេនឹងមិននឹកឃើញទៅធ្វើការជាមួយម្ចាស់អាជីវកម្មដែលធ្វើវីដេអូទាំងអស់ហ្នឹងទេអញ្ចឹងណាបងអញ្ចឹងវាដូចគ្នាម្ចាស់អាជីវកម្ម build personal branding គឺគាត់ពួកគាត់មិនមែនខ្លាចទៅជា influencer ទេម្ចាស់អាជីវកម្ម build personal branding របស់ម្ចាស់អាជីវកម្មហ្នឹងក៏មិនមែនជាអាជីវកម្មរបស់គាត់ដែរវាជា3 identity ខុសគ្នាបង build personal branding អ្វីដែលបងទទួលបានពីការ build personal branding គឺ the brand សម្រាប់ personal របស់បងខ្ញុំមិនដែល involve business របស់អតិថិជនខ្ញុំចូលទៅក្នុង personal branding ខ្ញុំជួយគាត់ធ្វើ storytelling បង្ហាញពីផ្នត់គំនិតបង្ហាញពីយោបល់និងការគិតរបស់គាត់ទៅតាមមួយ social issue របស់គាត់ចេញទៅខាងក្រៅគាត់និយាយរឿងនេះនិយាយរឿងនោះអ្នកស្គាល់គាត់អត់បានស្គាល់អាជីវកម្មរបស់គាត់ទេណាបងវាជា brand មួយដែលនៅបង forever ស្អែកនេះបងលុប page ក៏គេនៅចាំបងសកលដែរហើយបងសកលលុប page ក៏គេទៅចាំដែរមិនឲ្យរួចខ្លួនទេទៅណាក៏អត់ផុតដែរចង់លុបដូចតដូចខ្ញុំអញ្ចឹងឬក៏ម្ចាស់អាជីវកម្មផ្សេងទៀតគាត់ជាម្ចាស់អាជីវកម្មត្រូវឲ្យគាត់ធ្វើ content គេអត់ជួលគាត់ទេប៉ុន្តែគាត់ជាម្ចាស់អាជីវកម្មដែលមកធ្វើ content បាទជីវិតរបស់គាត់រវល់ប៉ុន្តែគាត់ត្រូវផុសវីដេអូឲ្យបានរាល់ថ្ងៃបានអាចផ្ទុះបានឲ្យ3ខែទៀតអញ្ចឹងបើសិនជាឧទាហរណ៍ដូចករណីភ្ញៀវរបស់ស្រាចង់តែគាត់មិនរវល់ងាប់ទេបើសិនមកត្រូវធ្វើ personal branding ផងមើលអាជីវកម្មរបស់គាត់ផងអញ្ចឹងស្រួលល្អបើបងឯងចង់ build personal branding ដែលមកឲ្យបងឯងអត់ចង់ធ្វើវីដេអូប៉ុន្តែបងឯងចង់ធ្វើ personal branding បងឯងគិតថាមួយណាលងឲ្យបងឯងរវល់ជាងអត់ personal brand ហើយជារវល់ជាងប៉ុន្តែអញ្ចឹង personal brand ត្រូវធ្វើវីដេអូច្រើនតែចំណាយពេលច្រើនគាត់ចង់ធ្វើ personal let's say បងសកលប្រាប់ខ្ញុំថាបងសកលចង់ build personal branding តែបងមិនចង់ធ្វើវីដេអូប៉ុន្តែបងត្រូវការ personal brand អូចង់ធ្វើវីដេអូប៉ុន្តែអត់ចង់ចំណាយពេលច្រើនអូខេរវល់ព្រោះយើងត្រូវរវល់ច្រើនតែខ្ញុំក៏រវល់ដែរភ្ញៀវ personal branding របស់ Culture Media ចំណាយពេលតែមួយថ្ងៃឯក្នុងមួយខែមួយថ្ងៃបាទក្នុងមួយខែបើបងឯងចង់សួរពី technical បងឯងចំណាយពេលតែមួយថ្ងៃឯក្នុងមួយខែហើយយ៉ាងច្រើនថែមតែ1ម៉ោងទៅ2ម៉ោងទៀតសម្រាប់ការ discuss មួយគ្នាអាហ្នឹងធ្វើមិនបានលើមិនអាចធ្វើមួយថ្ងៃបាន Well ទី1យើងមាន unique process របស់ពួកយើងនៅក្នុងការអង្គុយចុះមួយភ្ញៀវប្រឹក្សាមួយគាត់ដើម្បីឲ្យមាន content ហ្នឹង on a paper ready ដែលដល់ពេលគេផលិតគឺយើងសុំគាត់មួយថ្ងៃហ្នឹងពីព្រឹកដល់ល្ងាចដោយសារតែ process របស់ពួកខ្ញុំនៅក្នុងការផលិតក៏ unique ដែរពួកយើង avoid ការថតខុសច្រើនហើយភ្ញៀវ enjoy ភ្ញៀវសប្បាយភ្ញៀវ motivate ពួកយើងផ្ដោតទៅលើ experience របស់ភ្ញៀវច្រើនជាងមុនពួក the goal ពួកយើងចង់ឲ្យភ្ញៀវគាត់បន្តធ្វើ content ក្រោយពេលចប់ការងារពួកយើងទៅអញ្ចឹង process ក្នុងការផលិត content វាត្រូវតែ enjoy មិនមែន stressful ទេជា feedback ខ្ញុំទទួលបានពីភ្ញៀវគឺភ្ញៀវស្អប់ការថតហើយពេលគាត់ថតក៏មានអារម្មណ៍ថាអ្នកគាត់ជួលមកថតនឹង judge គាត់តែបងតថតខុសលួចសើចគាត់ហើយប្រូលពិបាកហើយខុសពីគ្នានិយាយអត់ត្រូវគ្នាថ្ងៃខ្លះថ្ងៃថតនឹងអង្គុយកែប្រូលហើយ so experience របស់អតិថិជនត្រូវតែងាយស្រួលដើម្បីគាត់អាចថតបានងាយស្រួលខ្ញុំចង់កាន់ចេះខ្ញុំអានេះខ្ញុំសួរឲ្យម្ចាស់អាជីវកម្មចុះឧទាហរណ៍ថាខ្ញុំជាម្ចាស់អាជីវកម្មខ្ញុំចង់ធ្វើ personal branding ខ្ញុំចង់បានវីដេអូផុសរាល់ថ្ងៃ3ខែពេញដោយ strategy designer ធ្វើតើខ្ញុំត្រូវត្រៀមអីគេខ្លះខ្ញុំត្រូវធ្វើការជាមួយនឹងក្រុមការងារបែបម៉េចតើខ្ញុំជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួននេះខ្ញុំត្រៀមអីគេខ្លះខ្ញុំត្រូវទៅ say parole art ខ្ញុំត្រូវឲ្យយោបល់ parole art ខ្ញុំត្រូវអត់ប្រកាសខ្ញុំត្រូវតែដើរតួប៉ុន្តែការចូលរួមជួយកាត់ឲ្យ feedback ផ្សេងទៀតតើខ្ញុំរវល់ប៉ុណ្ណាជាមួយនឹងការងារដែលខ្ញុំចង់ធ្វើ personal branding បើខ្ញុំសហការជាមួយអរសាស្ដាប់ទៅបងឯងថាខ្ញុំកុហកក៏បានដែរតែសាកបានបងឯងអត់ត្រូវការត្រៀមអីទេ clearly វានឹងជួយខ្ញុំបានច្រើនហើយលឿនបើបងឯងមានគំរូឬមួយក៏គំនិតខ្លះថាបងឯងចង់ចាប់ផ្ដើមតម្រង់មិនហើយបើខ្ញុំនិយាយស្រួលស្ដាប់ដូចតែបងឯងជាស្អីបងឯងកុំខឹងខ្ញុំណាទៅហៅ vibe បងឯងខ្សែស្លៀកពាក់បងឯងហើយមើលសក់បងឯងស្រៀង Chris Do ហើយបងឯងថាបងឯងចង់ធ្វើ content ដូច Chris Do អូខេ
that's it that's all I need អូខេចឹងបើខ្ញុំត្រៀមតាខ្ញុំចង់បានអី ចា ចង់បានបែបស្តៀងអ្នកណាចឹងទៅ ជាទូទៅភីខ្ញុំក៏អត់សូវ concern រឿងហ្នឹងឯងពីព្រោះហេតុអីគាត់ស្គាល់ខ្ញុំដោយសារគាត់បានឃើញអ្នកដែលខ្ញុំធ្វើពីមុនមកហើយពេលចឹងគាត់មកគាត់ប្រាប់ថាខ្ញុំគាត់ចង់បានចែគាត់ចង់បានចែហើយពួកខ្ញុំមាន sample ស្រាប់ពួកយើងមាន blueprint ស្រាប់តែធ្វើចឹងមិនតើ and to be honest បើភីអត់ចង់បើភីចង់បានរបស់ដែលប្លែកពីអ្វីដែលពួកខ្ញុំធ្វើក៏ពួកខ្ញុំអត់ទទួលធ្វើដែរបាទពីព្រោះភាពជោគជ័យមាន blueprint ច្បាស់លាស់បើយើងធ្វើខុសពីហ្នឹងវាអត់ជោគជ័យពួកខ្ញុំអត់បដ ாய் ការខ្ញុំអត់ជោគជ័យទេ so that would be the idea ខ្ញុំចង់បានចម្លើយបែបចំឲ្យបានចំហ្មងអ្វីដែលខ្ញុំចាប់បានមិញមានន័យថាខ្ញុំត្រូវឲ្យគំនិតថាខ្ញុំចង់បានបែបម៉េចឲ្យច្បាស់បើមានល្អអត់មានក៏បាន អត់មានក៏បានទី2ខ្ញុំត្រូវអង្គុយថតតែថតនឹងចំណាយពេលយូរអត់សម្រាប់រយៈពេល3ខែនេះមួយអាទិត្យម្ដងកញ្ចប់ការងារធីមរបស់ខ្ញុំគឺក្នុងមួយខែយើងចាប់ផ្ដើមមកគឺយើងមានពេល around 1ម៉ោងទៅ2ម៉ោងពិភាក្សាមួយបងសូនអ្នកជំនាញខាង content របស់ខ្ញុំនឹង sit down មួយបងហើយពួកយើងមាន process របៀបផឹកតែគួយមួយគ្នាផឹកកាហ្វេមួយគ្នានិយាយលេងក្រោយពេលនិយាយលេងហ្នឹងពួកខ្ញុំ ensure ថានឹងបាន content 10ហ្នឹង10ទៅ11 20ហ្នឹងអូខេដែលថ្ងៃថតគឺបាយទៅការមួយថ្ងៃបើបងជាអតិថិជនស្រីបងគៀមតែ make up ខ្លួនឯងហើយនឹងដូចឈុតទៅអូខេ and ពីព្រឹកយើង roll កាមេរ៉ាយ៉ាងយូរ around ម៉ោង5 6ល្ងាចយើងចាប់ការងារខែហ្នឹងហើយ and ខែក្រោយយើង repeat process ហ្នឹង content ហ្នឹងដែលយកទៅធីមរបស់ខ្ញុំនឹងរៀបចំ handle ហើយ posting ជូនទៅកាន់បងបើបងចង់ post ខ្លួនឯងបង post ចុះបើបងចង់បើភ្ញៀវគាត់ថាគាត់ prefer post ខ្លួនឯង post ចុះពួកខ្ញុំយកទៅ post នោះអត់មានបានអីពីពួកខ្ញុំមកវិញពួកខ្ញុំក៏អត់បានតាយ page គាត់ធ្វើពី0ទេjust គាត់ធ្វើយើង add ឲ្យគាត់មានអារម្មណ៍ថា luxury ជាងមុនមានគេ handle post ឲ្យគាត់ចង់យកទៅ post ខ្លួនឯងវា hot គាត់តែប៉ុណ្្នឹងហើយ that's it តែខ្ញុំត្រូវអង្គុយមើល content នឹងត្រូវខុសអង្គុយកែជាមួយអត់ចាំបាច់ទេបងដោយ like កន្លែងហ្នឹងគឺពួកខ្ញុំក៏ handle កន្លែងហ្នឹង 100% ដែរដោយសារហេតុអីពួកខ្ញុំមិនបានធ្វើ content ហ្នឹង propose ទៅបងទេ content ហ្នឹងចេញពីបងឯងមិនចេញពីពួកខ្ញុំទេអាពេលដែលពួកយើងអង្គុយផឹកតែមួយគ្នាហ្នឹងមិនចេញពីបងទាំងអស់បងនិយាយអីពួកខ្ញុំយកមកឆ្នៃ so គ្រប់ content ទាំងអស់បងមើលឃើញហើយអត់មានអីកែទេពីព្រោះពេលបងថតហ្នឹងបើបងមិនពេញចិត្តពាក្យហ្នឹងបងកែពេលថតទៅបងអត់កែខ្វល់ production ទេព្រោះពួកខ្ញុំនឹងធ្វើឲ្យ process ហ្នឹង seamless មែនតើហើយហេតុអីបានជាពួកខ្ញុំត្រូវតែ control គុណភាពហើយនឹង output របស់ content ហ្នឹងពីព្រោះអីពួកខ្ញុំដឹងថារបស់ផ្ទុះវារៀងមិនជួនកាលបើបងចុះឧទាហរណ៍វីដេអូខ្ញុំធ្វើដើម្បីផ្ទុះ and បងចូលទៅកែមួយពាក្យបងទាកែមួយពាក្យតែការកែមួយពាក្យហ្នឹងនឹងធ្វើឲ្យវីដេអូហ្នឹងអត់ផ្ទុះបងយកមួយណាគាត់អត់កែព្រោះចង់បានផ្ទុះអញ្ចឹងខ្ញុំសរុបទៅបើសិនជាខ្ញុំចង់ធ្វើ personal branding មានតែពីរអង្គុយផឹកតែមួយគ្នាមួយខែម្ដងហើយអង្គុយថតម្ដងខ្ញុំមានភ្ញៀវដែលគាត់ធ្វើការងារ3ខែហ្នឹងអស់លេងក្នុងពេលមួយខែព្រោះគាត់ថាគាត់ទិញកញ្ចប់3ខែតែគាត់ទៅអាមេរិក2ខែទៅគាត់ធ្វើមួយខែអស់លេងអញ្ចឹងមិនគួរជារវល់ប្រហែលទេអញ្ចឹងភ្ញៀវរបស់ខ្ញុំសិតតែ8សិតតែពួកយើងភ្ញៀវដែលវត្ត Beer ផងសិតតែ CEO ក្រុមហ៊ុនគាត់មិនដែលមានពេលលើសពី2ទៅ3ថ្ងៃឲ្យយើងទេមួយថ្ងៃនឹងវាច្រើនពេកហើយបងពួកគាត់សិត CEO ក្រុមហ៊ុនគាត់មានពេលទេពួកខ្ញុំ design ការងារនេះឡើងគឺដើម្បីបើបងមើលទៅវា make sense វា full circle ដោយសារតែគាត់អត់ពេលហ្នឹងហើយគាត់មក agency ព្រោះការប៉ិតទៅការងារខ្ញុំអត់ពិបាកទេពីណាបងមើលម្ចាស់អាជីវកម្មធ្វើ branding ខ្លួនឯងមកកណោហ្នឹងសូម្បីតែខ្ញុំក៏ខ្ញុំអង្គុយមើលជា fan របស់ម្ចាស់អាជីវកម្មមួយចំនួនដែរមិនមែនខ្ញុំដែរខ្ញុំតាមមើលណាសូម្បីតែមានអ្នកអាជីវកម្មផ្សេងគាត់ធ្វើ personal branding ដែរខ្ញុំអង្គុយមើលរបស់គេដែរតាជា fan ដែរហ្នឹងអង្គុយមើលដែរតាមើល content គេលេងមិនមែនមើលដើម្បីតាមដានគេទេ just មើល enjoy content គេ fan follow គេក៏គ្នាហ្នឹង I think អត់ពិបាកថាវា personal branding ទេភ្ញៀវមកហៅខ្ញុំដោយសារតែគាត់ពេលខ្លះគាត់ខ្ជិលធ្វើក៏អត់មានពេលធ្វើពេលគាត់ជា CEO ក៏អត់មានពេលធ្វើទេហើយឧទាហរណ៍ភ្ញៀវខ្ញុំតែខ្ញុំពេទ្យ doctor អ្នកជំនាញធ្វើកម្មតែជាប់ជើងនឹងពេញហ្នឹងមួយខែគាត់ឲ្យខ្ញុំបានត្រឹមតែ2ថ្ងៃខ្ញុំធ្វើចេញអត់ that's it វាជា process របស់ពួកខ្ញុំធីមរបស់ពួកខ្ញុំដល់រហូតដល់បើនិយាយពីខាងក្រៅវិញពួកយើងមានគ្នាបរិយារហូតដល់ទៅ20 30នាក់តែក្នុងពេលមួយថ្ងៃដូចថ្ងៃនេះជាដើមស្របពេលដែលខ្ញុំកំពុងជជែកមួយបងហ្នឹងធីមខ្ញុំថត3ភ្ញៀវផ្សេងគ្នាដែលពួកយើងនឹងបញ្ចប់ around 60 content ក្នុងថ្ងៃហ្នឹងមកធីម20 content yeah so វាជាការងារប្រព័ន្ធដែលខ្ញុំបាន design រយៈពេល2ទៅ3ឆ្នាំហើយបាទដកស្អប់បិសោត2ទៅ3ឆ្នាំហើយនៅក្នុងការចូលទៅប្រឡូការងារហ្នឹងយ៉ាង handle ភ្ញៀវថ្មីមកស្របពេលមួយគ្នាចំនួនភ្ញៀវក៏យើងទទួលមានកំណត់ដែរតែយើងទទួលច្រើនពេកធីមយើងខ្លាំងប៉ុណ្ណាយើងធ្វើបានក្នុងមួយខែពួកខ្ញុំទទួលភ្ញៀវថ្មីតែ10ភ្ញៀវទេបើភ្ញៀវគាត់មកក្រោយគាត់យឺតគាត់ត្រូវតែ reserve spot គាត់នៅខែក្រោយបន្ទាប់ទៀតបើគាត់ចូលអត់ទាន់ដែលគាត់ហួសមួយខែទៀតហើយយ៉ាព្រោះបើបងរាប់ថ្ងៃមើលការងារខ្ញុំ3ខែបើខ្ញុំទទួលតែ10ភ្ញៀវបានន័យថាខ្ញុំសល់ភ្ញៀវខែមុនទៀត2
2 ខែឡប់ទៀត and that's why ការងារខ្ញុំ 3 ខែចប់បើភ្ញៀវគាត់ចង់តលើពី 3 ខែគាត់ត្រូវឲ្យខ្ញុំដឹងមុនឲ្យលឿនមែនតើពីព្រោះបើគាត់ចាំដល់គាត់ចប់បើគាត់ប្រាប់ថាគាត់ចង់តខ្ញុំជាទូទៅខ្ញុំតអត់កើតទេព្រោះខ្ញុំ already មានភ្ញៀវ reserve ថ្មីខែក្រោយហើយមិនមែនយើងធ្វើយើងរឹកអីទេបងអត់ទេ no អត់ទាំងអស់ហ្មងណាគេ say no មួយលុយអ្នកស្គាល់ខ្ញុំគេដឹងហើយខ្ញុំមិនមែនមនុស្សរឹកទេបងខ្ញុំរុំទុំតែទីងគឺបើយើងមិនធ្វើបែបហ្នឹងបើយើងមិនកំណត់បែបហ្នឹងទេដែលវានឹងខូចពេលវេលាយើងអត់ manage ដែលវាធ្វើឲ្យយើងការងារយើងខ្ញុំមិនអាចទៅធ្វើវាបានឲ្យដូច output ដែលពួកខ្ញុំចង់បានដែលវានឹងខូចការងាររបស់ភ្ញៀវថ្មីហ្នឹងវានឹងខូចការងាររបស់ភ្ញៀវចាស់ which is most of the time វានឹងប៉ះពាល់ទៅការងាររបស់ភ្ញៀវថ្មីដែលមិនទាន់បាន start ទៀតចុះបើការងារអាចារ្យនេះវាកៀងចង់មិនចង់យើងប្រហែលត្រូវសុំភ្ញៀវដែលគាត់កក់ហើយត្រូវ start ខែ3សុំគាត់រុញទៅពាក់កណ្ដាលខែ3ឬមួយក៏រុញទៅខែ4 right logistic សំខាន់ណាright នៅលើការងារទាំងអស់នេះ management មក execution សំខាន់មែនតើយើង error តែមួយវា affect ភ្ញៀវកណ្ដាលភ្ញៀវចុងមួយភ្ញៀវដើមទាំងអស់ខូចទាំងអស់ ស្ដាប់ទៅដូចជាសេវាកម្ម personal branding ហ្នឹងរវល់ច្រើនហើយពីអ្វីដែលខ្ញុំបានពីស្ដាប់មកវិញមានតែយើងផ្ដោតទៅលើអាលទ្ធផលយើងមានតែគុណតម្លៃរបស់យើងមួយបែបផ្សេងជីកទៅរឿងមួយខ្ញុំគិតថារបរដែលអាចរកលុយបានអញ្ចឹងខ្ញុំគិតថាមនុស្សក្នុងវិស័យយើងក៏គេចង់ធ្វើដែរគេចង់ធ្វើដូចហ្សែលអញ្ចឹងហើយហ្សែលមានបរិញ្ញាទៀតមានក្មេងៗបរិញ្ញាទៀតខ្ញុំក៏ធ្លាប់ចូលទៅទាំង training នឹងដែរខ្ញុំនាំមកក្រុមរបស់ខ្ញុំចូលគឺប្រាប់អស់បរិញ្ញាអត់មានលក្ខក្បាច់អីទេដាក់មកទាំងអស់ខ្ញុំគិតថាអ្នកដែលរៀនហ្នឹងមួយចំនួនក៏គេចង់ធ្វើដូចហ្សែលដែរប៉ុន្តែខ្ញុំជឿថាពួកយើងជាអ្នកដែលធ្វើ marketing ហើយជាអ្នក marketing ដែលចាប់ផ្ដើមមានរបរខ្លួនឯងទៀតប្រកាសជាមានអីមួយដែលប្លែកពីគេហ្សែលគិតថារវាងអ្នកដែលមកថ្មីឬក៏អ្នកដែលកំពុងតែធ្វើហើយតាមខ្ញុំដឹងក៏មានអ្នកខ្លះធ្វើស្តៀងនឹងអីដែលហ្សែលធ្វើដែរហើយតម្លៃធូរថ្លៃជាងគ្នា10 ដង 10 20 ដងតើហ្សែលគិតថាអីដែលជាមូលហេតុដែលអតិថិជននៅដូចជាម្ចាស់អាជីវកម្មអ្នកដែលចង់ធ្វើ personal branding ហ្នឹងគាត់នៅតែរើសយក culture ខ្ញុំចង់ដឹងហ្នឹងគឺកលឹះអីដែលយើងគិតថាយើង build ឲ្យ culture នេះវាមានភាពខុសប្លែកពីគេដែលភ្ញៀវនៅតែរើសយកយើងអញ្ចឹងស្រួលល្អបងចម្លើយការប៉ັດខ្ញុំមិនមានទេពីព្រោះអ្នកផ្សេងគេអាចមកធ្វើគេធ្វើថោកបានដែរបងទីមួយគេចំណេញមកខ្ញុំក៏អត់ដឹងដែរប៉ុន្តែរឿងចម្បងហ្មងគឺវាជាអរៀនខុសគ្នាបាត់ទៅហើយអញ្ចឹងណាបងចម្លើយបងខ្ញុំ appreciate អ្វីដែលបងនិយាយមែនតែប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់បងវិញបានគឺខ្ញុំអត់មាន intention ទៅមាន competition នោះទេដែលនាំឲ្យចំណុច2ទី1គឺបើភ្ញៀវគាត់បិទជាមាន intention ទៅយក team ផ្សេងខ្ញុំអត់មានអីទៅខាត់គាត់នោះទេគាត់អាចយកបាន 100% គាត់អាចសាក team ផ្សេងសិនបានបើគាត់មិនត្រូវចិត្តគាត់បកមកខ្ញុំវិញក៏បានដែរគាត់ថាតម្លៃវានៅដដែលបើមិនចង់វាឡើងទេខ្ញុំទៅយកភ្ញៀវមកច្រើនធ្វើអីបើមួយខែខ្ញុំទទួលបាន10នោះអញនិយាយចឹងបានទេបងមិនមែនយើងអត់ត្រូវការលុយទេមិនមែនយើងត្រូវការលុយទេអត់ទេបងលុយស្រឡាញ់ណាស់ខ្ញុំក៏មានបងធនាគារជួលផ្ទះជួល office រាល់ខែដែរប៉ុន្តែសមត្ថភាពខ្ញុំទទួលបាន10ភ្ញៀវទេតែខ្ញុំត្រូវទៅដណ្ដើមភ្ញៀវពីអ្នកណាផ្សេងមកធ្វើអីចែកគេរស់ទៅប្រទេសជាតិបងមានបញ្ហាខ្ញុំទៅស្អប់ណាគេបងrightបងហើយបងខ្ញុំមនុស្សត្រូវគេជន់ដល់ឥឡូវគាត់រកស៊ីដើរតិចតួចបានខ្ញុំទៅជន់គេខ្ញុំអត់ធ្វើចឹងទេព្រោះខ្ញុំគេជន់ឆ្អែតហើយខ្ញុំយល់អារម្មណ៍ចេញមករកស៊ីទៅបងជន់អញ្ចឹងហើយពីណាគេដែលថារកស៊ីដូចខ្ញុំអីកុំគិតថាខ្ញុំស្អប់គាត់ខឹងគាត់អីអត់ទេខ្ញុំសប្បាយចិត្តវិញទេព្រោះយើងខ្មែរដូចគ្នាទេប្រទេសទាំងមានបញ្ហាខ្ញុំអត់កុំឲ្យដល់ឆ្នាំបាយខ្ញុំបានហើយកុំឲ្យធ្វើបាបខ្ញុំបានហើយទៅធ្វើបាបខ្ញុំធ្វើមុនហើយតែស្អែមានភៀវណាដែលតាក់ទងមកស្រាលថងសេវាកម្មនឹងថ្លៃហើយមានគេផ្សេងយកថោកជាងមានអត់ដែរមានអាគេទៅប្រៀបធៀបសេវាកម្មទេបងអាខ្ញុំ grateful ទៅកាន់ពួកគាត់ដែរតែទិញគឺខ្ញុំមានតែភ្ញៀវដែលគាត់អត់យល់តែម្ដងអញ្ចឹងណាបងហើយបន្ទោសគាត់កើតទេយើងគាត់មានភ្ញៀវដែលគាត់មកគាត់និយាយថាអ្នកផ្សេងធ្វើថោកជាងគាត់និយាយគេទៅទិញគឺមិនហ៊ានតមាត់គាត់ទេគាត់អត់ប៉ុន្តែគាត់និយាយមកគាត់ bullshit សុទ្ធហ្មងព្រោះពេលគាត់និយាយដល់មានតែគេទៅទេវាអត់មានតែគេចេះធ្វើ personal branding ទេបងដើម្បី build អាជីវកម្ម personal branding បានបងឯងត្រូវមាន pool of connection ក្នុងការ team យកមកធ្វើច្រើនមែនតើដែលអាច handle ការងារភ្ញៀវច្រើនតាន់អត់មានតែគេមាន community ដែលកម្ពុជា freelance ដែលមាន freelancer 20000ជាងអ្នកអង្គុយចាំតែ handle ការងារ outsource ទេទី2ម្ចាស់អាជីវកម្មគាត់ត្រូវតែមានបទពិសោធន៍ធ្វើពីមុនដើរដល់ក្រងទីទៅគាត់អាចហ៊ានក្រងទីការងារនេះអត់មានតែគេធ្វើពីមុនមកសុកគេហក់ចូលមកគេហ៊ានក្រងទីដែរអទី3រឿងចម្បងហ្មងគឺ team នឹងត្រូវចេះធ្វើបើឯងចង់ជួយអ្នកដទៃឲ្យធ្វើ TikTok ឲ្យគេអាចទៅជា content creator មួយនៅវិស័យគេបានបើឯងត្រូវធ្លាប់ជា content creator កម្រមានអ្នកដែលជា content creator ខ្លួនឯងមកបើកសេវាកម្មទាំងណា so ឥឡូវវាមាន and វា again មិន competitor ទេបើសហការគ្នាបានខ្ញុំនិយាយចង់សហការវិញ so
bà bong mơ tới đã cái nó cứ bà bong số thay đấy bàn kia rồi nhóm qua kia rồi nhóm từ xa tại chưa chùm rồi bà kê cái cột sánh cái ban gì mà dương ta cái cho chất dương cái mơ khơi dương cho ba lo hay hưởng cho bong mong cứ hướng môi đài nhiều quạt bên chân một nhóm cứ cà bạc xa bao nhóm từ lừa chỉ cam quạt nhóm chấp thơ mà cái thế nhấy anh nhóm hiền vậy tha phía trở về nhiều quạt sit down bạc xa mỗi nhóm quạt chọp trở này còn là từ thì vì bố quạt đăng thay nhóm đằng phèp quạt hướng mà chỉ nói đài chân xếp xe phèp quạt hay đăng nhưng mà lại phèp bằng ai ban thay nhóm vậy thì và tayจะตู้เตอร์บ่ยมปรักษาอยู่บ่ไม่กวาดแล้วบ่ได้ยมเฮียนใหญ่จน10เซนก่อนเฮียนใหญ่ติไปปัวยมดังเรื่องประเทศขนมเฉินว่าเดี๋ยวไอ้ยมปล่อยไปยมในเทอร์ตีซ้ายยมเทอร์ต่างเลือดตกต่างขอมดอกโอเคบ้อง so แล้วบ่ได้ยมใหญ่ will refreshing นะสำหรับอาจารย์ชีวกรรม so จุนก้าวกดประต่อ personal branding มือยมในซาแต่กวาดมีระบอบมาจำนวนกดเทอร์มือยมบิ๊กน้องตองจองมือบองมานะไม่แหละบังไงhaiก็เป็นตลาดมวยได้ again มาขายยังเป็นตัวแบบยังดาวไปตะเลิศไปนั่งพี่ยังกดประตอนครั้งก็ตลอดเนี่ยเซ็งกับมันอะไรตียอมเมียนกาขังสบายตีอันนั้นนอกจากนั้นมวยเตี้ยบ้องคือยอมเป็นคอมเพลเตอร์ตียังไม่อะไรกูโซเนี่ยหน้ากันเลยอันจำบางจำพ่อมองอัน actually บ้องดังไงพอได้บ้องกันเชื่อมันจากแฟรนไชส์เป็นยังมวยได้คือยอมหุ่นยอมลุกแฟรนไชส์ว่าค่าเชื่อไม่ดีโซจะไม่คอมเพลเหมือนยอมไม่บ้องบ้องปัจจุบันจะเลี้ยงเบียร์ personal branding แมน let แตะต้องเขาเนี่ย let share profitบ้านยม offer franchise บางปราประชมculture media คือเป็นการกระดองบางใส่ Facebook ตัวบางนั่งเคย culture ปฏิบัติใจ culture บัตรบอง culture ซิมเบียบ culture กระปองซ้ำ culture บวช culture ปล่อยไปรายบ้องบางนั่งเคยขบตำบอลนั่งอ้อให้ยังมีกำลังกระโดดเตี้ยไปปัวมาจากจีวกรรมตู้จังสกไม่แต่การ personal branding รายบ้อง so บางแต่ต้อง let reach out let make a face บางจี competitor ยมกันในจังจูบองเตี้ยthì vô nhung chưa tha bây giờ ai hiện một cái màn trở hay dân phơi dân anh bị empire mùi cái màn là rừng mồm so mày compete tế chạy lôi cái tao bỏng bạc quất cái này về hay lôi tới khả năng ngọc cái này vì muốn cái vậy chạy cái thay dân competitor cái bờ đôi nhầm chẳng có xua có mấy cái xua nhầm đài tại tông nằng cu bạch chèn chẳng tha dân rồi là bò nắng kia rồi là bò nắng đá bạch chèn cái này nắng ta dân thơm mấy bạn nè anh nhầm chèn lại vì bò về sau là nhầm vậy bính vì ai để nhung mơ khơi tới nó không bị sai nhưng mà mình cũng bị che nhỉ còn là bên nó nhung prao bị hiện không tích có sẽ đáp cho lòng có tha sao gọi mình cũng bị che đáp tới với đôi gì dương nó cài trên kề tắm bật mền thì mền dương khăn nhưng kia thì mình thấy nè đàn được phơi nó bị sai dùng mũi khía bị sai nam đắng ấy mà bị sai đi thon ấy ai từ nơi không bị sai dùng mũi khía tốt bay là bò đôi khía cả đói sao tại aiจะหาcái này bàn này bây giờ mình bị môi tha lôi phiếu chặt ở hay coi do tại ở đây dân giả cái này nơi tại thợ bàn trong pi chẩn đoán giả tha tranh mà pi pon pay mùi thật just đấy nhà hướng sẽ bà bù pay đưa cỏ can pay nó nhâm tranh pi pon một pay nhâm tranh hái bàn dân bàn chụp kia khỏi nơi không ngờ pi ponจะหลอกpi pon một pay tới pi pon một pay môn pi pon pay mùi môn giả tranh nắng nhâm phơi nè hay phiêu châu mau chờn sầm núa phiêu đại challenge món cứ cái xua thay nhâm bạch tranh cho mùi giả ọt tăng thời gian chẩn đoán nòng tăng thời gian được pin đã chụp như thế chụp cái này mà đón lượt tìm muối bởi cái tha rẻ rất có nhom vô sọp này và bên nó có nhom mèo làm như này trong kia là lực bẫy bạn hiện vậy rồi này chụp hơi một cái này từ it's funny right bị búa bãi bằng chân xì chẩn đoán nhưng mà mình phải chân xì thế nhưng mà mình nhom giấy tim xa men tay nhưng mà mình bằng chân xì thế sau cái thời gian của mình I think là bao cái mơ khơi như cái đừng mơ khơi chẳngเป็นนักหมายบาจันซีบาได้ยมเป็นบาจันซีเทยมนักบกกะละเก้หลายเหตุยังกับเป็นบ่ไงเท่cái compete nhưng tới hay cái xua sự bà cắm nhưng chưa ta cái từ xua rẻ lại chân đài hay cái do mà phèo bên từ lại xem còn là bên nó nhưng ở tại chạy cái này hay đọc bên khỏi mau đôi chỉ podcast hay muối để dừng tại chạy này tới bên nó tham nhom chám rẻ có tha có mình hiền vậy mùi đài và dân đang thả bên nó pin nhẹ dớ trong vậy rồi cái bên ở bàn tại chạy anh cái này là ngay bòn là bài mơ mơ khoảng ngày níเนี่ยนั่งต้องวิสัยคือยมสกอร์เกย์ทั้งอ่ะยมมาได้อามินาสกอร์เกย์พอยมกระทำสำคัญนะปีบัวยมอารมณ์นั่งยมกระทำมาตลอดแล้ววินัยตะเมียนจังเนี่ยน้องวิสัยหมวยคืนนี้ก็นั่งกระทำเนี่ยไหนก็เฟอร์หมวยคืนนี้นั่งก็จับตกคนไอ้จะกูไปใช้ก็นั่งกระตั้งซองค้างแต่ไหนการปัดก่อนเมื่อคืนทำพ่อไปย้ายบ้านเฉินว่าปันหน้าแบบก่อนใหญ่คืนนี้จังตั้งไปเป็นนั่งเมายมดาวตู้จีมันเลยกระดาคือยมแต่เสียหายมาเกมมันโหดแอนบ่องแกเคยยังhướng ấy cái mình khơi nhau mà cái thằng ông bị sai tìm xa rồi ấy bóng mơ pay khác còn follow vô môn tề so what ยังกูกดเฟอร์คือไปยมเคยcái gì tìm xa nhom cho ta follow cái
right ខ្ញុំ leave comment ល្អទៅពួកបើគេនិយាយល្អយើងគួរតែស្ដាប់គេមែនហើយខ្ញុំមានធ្វើរកស៊ីអីទៅដល់មួយទីផ្សារទៀតហ្នឹងចឹង so យើង say hi យើង connect យើងបបួលគេកាហ្វេយើងជួបគ្នាមនុស្សយើងណាស់ថាធ្វើហឹងមាំរៀងធ្វើមាំរៀងខ្លួនដែរនៅពេលដែលយើងទុនបន្តិចកាប់ផិតគេទុនសឹងអីហ្នឹងតែបងប្រម៉ូគេមកជុំគ្នាហើយគ្មានអីខ្លាំងជាងជុំគ្នាអត់មានអីខ្លាំងជាងជុំគ្នាអញ្ចឹងបងមើលរាល់ថ្ងៃនេះ everyone is មិត្តភក្តិទាំងអស់ហើយបងក៏មិត្តភក្តិ 4S ក៏មិត្តភក្តិ Moha ក៏មិត្តភក្តិ KDMV ក៏មិត្តភក្តិ solution ក៏មិត្តភក្តិហើយបងអាណាចក្រក៏មិត្តភក្តិណាអាណាចក្រគឺ close ហ្មងណាអាណាចក្រគឺមិត្តភក្តិ and then ខាងវណ្ណៈហើយបងខាងវណ្ណៈខាងបាទវណ្ណរាក៏មិត្តភក្តិហើយនៅបងមកចំណូលទៅសំបីតែបងចកសក៏រាប់អានយើងណាបងមីអ៊ីមក៏រាប់អានយើងខាង MMO គេរាប់អានបាទអញ្ចឹងមានអីទៅណាមានអីតោះគ្នាបើយើងជុំគ្នាយើងចែកគ្នាដាច់ហ្នឹងថាឥឡូវជួនកាលយើងរកស៊ីស្រៀងគ្នាមែនតែយើងចែកចេះទៅភៀវប្រភេទនេះខ្ញុំយកភៀវខ្ញុំយក ខ្ញុំឃើញមើលដល់ឆ្នាំប្រហែលជាពាក់កណ្ដាលឆ្នាំមុនដល់ដើមឆ្នាំហ្នឹងឃើញដោយសហគមន៍របស់យើងម្នាក់ចាប់ផ្ដើមបដោតសូម្បីតែសេវាកម្ម boost line ហ្នឹងក៏ពួកគាត់ចាប់ផ្ដើមបំបែកនិចដែរប្រកាសថាពួកគាត់ជំនាញហ្មងអាជីវកម្មនេះគឺរបស់គាត់ហ្មងអាជីវកម្មនេះគឺគាត់ជំនាញហ្មងខាង line អាជីវកម្មមួយនេះជាមួយយើងអេពីសូតក្រោយគាត់ដាក់អ្នក line ម្ដងមកអញ្ជើញអ្នក line ម្ដងហើយមានបង MMO ហើយ MMO វាមានការយល់ខុសច្រើនស្ដាប់មក MMO គឺមនុស្សអាក្រក់ហើយមែនតើទៅតាមដែលស្គាល់បង MMO វាមានផ្សេងគ្នាហើយក៏មានប្រកាសដែរវាមានមនុស្សដែលអត់ល្អប៉ុន្តែក្នុងហ្នឹងក៏មានមនុស្សល្អច្រើនដែលធ្វើការយ៉ាងសម្ងាត់មនុស្សល្អដែរបើយើងទៅម៉ៃគេទាំងអត់កើតទេញ៉ែហើយ digital ហ្នឹងគេគិតថាវាច្រើនមនុស្សល្អតែក៏មានមនុស្សដែលអត់ល្អដែរហើយក៏មានមនុស្សដែលល្អហ្នឹងក៏គេអត់សប្បាយចិត្តជាមួយដែរមានអានេះសួរណាគ្រាន់តែឆ្លើយថាមានអត់បានទេបាទខ្ញុំអត់ចង់ដឹងថាគេដែលមាននរណានិយាយដើមខ្ញុំអត់ភ្ញៀវនិយាយដើមពីខ្ញុំប្រាប់សេឡអត់វាជាបំផុតមានហើយដល់ពេលខ្ញុំតែខ្ញុំដែរទទួលប៉ាត់មួយថ្ងៃអត់វាចូលជាមួយហ្នឹងឯជឿធម្មតាខ្ញុំជឿថាខ្ញុំក៏មានដែរមានភ្ញៀវនិយាយយើងស្ដាប់ទៅឬអើមួយគាត់ចឹងទៅគាត់ថាយើងដឹងហើយយ៉ាងទៀតអ្វីដែលបងភិច្រើនអត់ដឹងគឺពួកយើងមាន community ទាំងតូចទាំងធំមានទាំងអ្នកនេះថតសខ្មែរបើគាត់ស្គាល់គេស្គាល់គ្នាអស់ហើយគេក៏មាន community មួយគ្នាគាត់តែប្រកាសមិនប្រកាសឥឡូវរឿងមួយខ្ញុំសម្រាប់បងឯងហេតុអីបានជាពេលយើងលឺភ្ញៀវគាត់ការភ្ញៀវគាត់នឹងមានរឿងស្នាក់ចិត្តមួយចំនួនដែលយើងអត់ដឹងហើយគាត់ក៏ប្រាប់យើងដែរមិនស្រួលគាត់ឲ្យញឹមដាក់យើងប៉ុន្តែគាត់មានរឿងអន់ចិត្តមួយយើងទៀតហេតុអីបានជារបស់ហ្នឹងសម្រាប់ខ្ញុំវាចូលជាមួយចេញជាមួយពីព្រោះភ្ញៀវបងឯងរាប់សិបនាក់អ្នកនិយាយ complain ពីបងឯងតែម្នាក់ពីរនាក់ហ្នឹងបើបងឯងពិតជាមិនល្អមែនរឿងអីបាន50 នាក់ទៀតគេអត់មាត់តែ feedback ពីរនាក់ right ដូចខ្ញុំអញ្ចឹង probably នឹងមានអ្នកនិយាយថាតម្លៃខ្ញុំថ្លៃពេកចុះភ្ញៀវខ្ញុំ80 100ជាងអ្នកទៅដែលខ្ញុំធ្វើតាំងពី2024មកមានគេសាញ់តម្លៃអត់តើហើយបងនឹងមានអ្នក post វាមិនគួរជឿបាត់នឹងមានអ្នកនិយាយថាខ្ញុំធ្វើការទៀតចុះភ្ញៀវដែលសរសើរខ្ញុំចុះភ្ញៀវដែលរាប់លាន view តែមានអ្នកមើលរាប់ម៉ឺននាក់ហើយ50 នាក់ដែលខ្ញុំបម្រើតាំងពី2024ដល់ហើយអ្នកដែលគាត់ធ្វើជោគជ័យតែដែលគាត់ជោគជ័យមួយខ្ញុំដល់ហើយមានគេ complain មកនឹង so វានឹងមានការចៃដន្យខ្ញុំក៏អត់ចាំតែមានភ្ញៀវណាខ្ញុំធ្វើមិនដែរទេបងតែចំណាំចេះភ្ញៀវនៅពេលដែលគាត់អត់សប្បាយចិត្តពីអ្នកជំនាញម្នាក់ហ្នឹងគាត់នឹងទៅប្រាប់អ្នកជំនាញផ្សេងទៀតថាគាត់អត់ពេញចិត្តជាមួយសេវាកម្មខាងហ្នឹងទេប៉ុន្តែបើសិនជាភ្ញៀវហ្នឹងគាត់ពេញចិត្តវិញក៏អត់មកប្រាប់អ្នកជំនាញផ្សេងទៀតទេអ្នកដែលគាត់ទៅប្រាប់គឺបងប្អូនគាត់មិត្តភក្តិគាត់ដែលគាត់ស្គាល់ហើយគាត់ណែនាំមកធ្វើតមកហ្នឹងហើយជាមូលហេតុដែលបើសិនជាខ្ញុំជា point of view ពីអ្នកជំនាញបើគាត់សប្បាយចិត្តក៏គាត់មិនដែរមកប្រាប់ខ្ញុំដែរបើគាត់អត់បើភ្ញៀវដែលសប្បាយចិត្តពីខ្ញុំគាត់អត់ទៅប្រាប់ស្អែលទេវាអត់មានហេតុផលទៅប្រាប់ទេគាត់ច្បាស់ទៅប្រាប់បងប្អូនគាត់មកខាងនេះមក yes អញ្ចឹងវាបើសិនអ្នកជំនាញដូចគ្នាយើងអត់លឺច្បាស់ជាកម្រនឹងលឺភ្ញៀវទៅសារកម្រណាបងវាកំពិតជាកម្រណាស់ដែរគ្រប់មនុស្សដែលយើងបម្រើសេវាកម្មទៅគាត់ពេញចិត្តទាំងអស់វាពិតជាកម្រណាស់កម្រខ្លាំងណាស់ខ្ញុំធ្លាប់ឡែកឧទាហរណ៍ការម្ចាស់ brand ធ្វើការមួយថាការមួយ content creator influencer មួយរូបហ្នឹងដែលឈ្មោះគាត់ក៏អូពេញស្រុកខ្មែរពីណាគេក៏ស្រឡាញ់គាត់ដែរ impossible ដែលមានគេស្អប់គាត់ and then ខ្ញុំឮភ្ញៀវ complain គាត់អូខេ so ឥឡូវខ្ញុំជឿណាគេខ្ញុំជឿ reputation របស់ influencer ម្នាក់ហ្នឹងឬមួយក៏ខ្ញុំជឿភ្ញៀវចម្លើយគឺអ្វីដែលខ្ញុំរកឃើញគឺវាអត់មានអីត្រូវជឿឬមួយក៏អត់ជឿត្រូវឬខុសអត់សំខាន់ទេហើយបើសម្រាប់ភ្ញៀវ
សម្រាប់ភ្ញៀវដែលគាត់ complain ម្នាក់ហ្នឹងគឺគាត់ត្រូវសម្រាប់ influencer ម្នាក់ហ្នឹងគឺគាត់គិតថាគាត់ត្រូវឬខុសអត់មានទេនៅលើលោកនេះក្នុងការរកស៊ីនេះអត់មានត្រូវខុសទេបងយ៉ាបងពីណាគេអ្នកពីណាគេគិតថាខ្លួនឯងត្រូវដែរយ៉ាបងខ្ញុំនឹងគិតថាខ្ញុំត្រូវហើយបងឯងខុសបងឯងនឹងគិតថាបងឯងត្រូវខ្ញុំខុស so ត្រូវខុសមិនបាច់ចើចវាអត់សំខាន់សម្រាប់យើងហ្មងយ៉ាបងខ្ញុំគិតថាវារៀងវែងលើ podcast ទី1របស់យើងខ្ញុំអាចសុំសំណួរចុងក្រោយសំណួរចុងក្រោយមួយដែលធ្លាប់ជួប client ណាដែលពិបាកបំផុតមកបទពិសោធន៍នៃការធ្វើ personal branding ហើយបញ្ចេញឈ្មោះគាត់ក៏បានដែរតែអីដែលចង់ដឹងថាចង់រំលឹកឡើងវិញតើមានភ្ញៀវណាដែលពិបាកបំផុតគាត់ពិបាកទៅលើរឿងអីហើយដែលដោះស្រាយរឿងហ្នឹងមិន You know what បងពេលភ្ញៀវធ្វើការដល់ full up ដែលថា operate មួយគ្នាទៅឡើងចេញការងារដល់ចប់អត់ដែលមានភ្ញៀវពិបាក and of course នៅការរកស៊ីយើងធ្លាប់មានគេ bully ខ្លះប្រហែលអ្នកការចេញធ្វើដំបង3 4នាក់យ៉ាបញ្ហាសតបញ្ហាដែលអាចចងចាំបានតែមានគេនិយាយមិនល្អដាក់យើងមានគេនិយាយមិនល្អលើ social media មានគេប៉ុន្តែ again ខ្ញុំមិនដែលលើកយកមកនិយាយទេព្រោះដែលវានឹងមានមូលហេតុអីមួយដែលគេនិយាយវាល្អ maybe team យើងខុសតើឲ្យតិចតួចមួយគេគេខឹងរឿងអីឬមួយគេមានរឿងអីមិនដល់ so វាមានបញ្ហាប៉ុន្តែបើថាភ្ញៀវដែលបានធ្វើការមួយគ្នាអត់ដែលមានបទពិសោធន៍អត់ល្អទេព្រោះតែចូលធ្វើការមួយគ្នាវា smooth ដែរមានអ្នកថាយើងអត់បានធ្វើការហ្មងវាខុសតសម្ដីមកយ៉ាវាមានក្នុងរកស៊ីរឿងអីជាផុតបងហើយរឿងមួយហ្មងគឺបើភ្ញៀវ personally ចរិតគាត់រៀង tough ធ្វើការជាមួយវានឹងមានប៉ុន្តែវាអត់រាប់ថាការងារនឹងអត់ពិបាកធ្វើទេគឺគាត់ថាគាត់ personally character គាត់គឺនឹងគឺ challenge ក្នុងគឺគាត់ជាមនុស្សអ្នកដែលគាត់ចិត្ត challenge លេងអញ្ចឹងខ្ញុំសម្រាប់ខ្ញុំហ្មងខ្ញុំ end up become better relationship ជាមួយនឹងភ្ញៀវមួយចំនួនដែលគាត់ឧទាហរណ៍គាត់ loud personality គាត់គឺគាត់ loud អូខ្ញុំចូលចិត្តណាស់មនុស្សភ្ញៀវដែលគាត់ញ៉ាត់ផាំងគឺខ្ញុំញ៉ាត់ទៅវិញហើយខ្ញុំផាំងទៅវិញបើគាត់ឆ្នះខ្ញុំឆ្នះជាងគាត់ទៀតហើយបងតែអត់មានភ្ញៀវណាកាចជាងខ្ញុំទេមានខ្ញុំកាចជាងភ្ញៀវវិញទៀត so end up better relationship ហ្មងសូម្បីថ្ងៃការក៏ចេញគាត់ដែរចូលអាសាញ៉ែតមួយគ្នាយូរទៅបងចេញការមួយបណ្ដោយបងថ្ងៃមុននិយាយមកឥឡូវបាយឈប់ខឹងណាបើឈប់ខឹងចេញការមួយនិយាយចេះបាយតិចអាសាខឹងដល់ហើយប៉ុន្តែការងារដល់ដាច់កុងត្រាសោះតគ្នាចិត្ត2ឆ្នាំហើយភ្ញៀវដែលគេសប្បាយចិត្តគេទៅបាត់ហើយ3ខែអត់សប្បាយចិត្តហ្នឹងនៅអញ្ចឹងឆ្លោះណាស់ស្រឡាញ់ណាស់រឿងភ្ញៀវខ្ញុំចូលចិត្តណាស់បងចូលឆ្លោះអស់មកតោះឆ្លោះអស់ហ្មងខ្ញុំជឿថាក្រោយវាឆ្លោះហ្នឹងហើយគឺល្អមកគ្នាតែខ្ញុំជឿថាវាមិនអាចអត់ភ្ញៀវដែរអត់ទេបើយើងចង់ចេញរកស៊ីហើយយើងរំពឹងថាភ្ញៀវទាំងអស់សុទ្ធតែមក switch មួយយើងកុំរកស៊ីអីយ៉ាបងឯ also កុំបាច់ធ្វើការដែរបង I don't know ខ្ញុំមិនដឹងថានៅលើโลกនេះមានកន្លែងណាថាអត់ជួបតែភ្ញៀវល្អអត់មានជីវិតវាអត់ smooth ចឹងទេភ្ញៀវក៏អត់ល្អទាំងអស់ដែរបើដូចជាពួកខ្ញុំគាត់ថាបើសិនជាបងចង់បានសេវាកម្មល្អបងត្រូវធ្វើជាភ្ញៀវដែលល្អបងបើនិយាយកន្លែងហ្នឹងណាខ្ញុំឥឡូវខ្ញុំអាន quote មួយខ្ញុំផមសំមិញឲ្យមួយថ្ងៃស្ដាប់ពីជ្រុងរបស់ខ្ញុំជារឿងដែលផលហ្នឹងគេសួរថាមានរឿងអីដែលដឹងក្រោយពេលចេញមករកស៊ីគេសួរថាមានរឿងអីដែលអ្នករកស៊ីឲ្យប្រាប់យើងសម្រាប់ខ្ញុំមានរឿងធំ3ទី1បងឯងកាន់តែល្អបងឯងកាន់តែរួចលុយគេចាំមកគ្នាយើងពេលយើងកុំគិតថាយើងល្អសម្រាប់មនុស្សគ្រប់គ្នាបើបងឯងខ្លាំងលើការបើបងឯងជាមនុស្សដែលខ្លាំងហ្មងគឺបងឯងលុយណាស់អីពីព្រោះពេលបងឯងខ្លាំងបងឯងនឹងទាត់ឆ្នាំងបាយអ្នកផ្សេងណាអន់យើងបងឯងគាត់ឲ្យបងឯងខ្លាំង digital marketing គឺបងឯងមានសត្រូវ digital marketing ផ្សេងបាត់ហើយពីព្រោះពេលបងឯងល្អបាយទៅដល់មួយអ្នកដល់ល្អ so បងឯងចង់បាយចង់បាយរកស៊ីបងឯងចង់ខ្លាំងអត់បើបងឯងចង់ខ្លាំងគឺអូតូម៉ាទិកបងឯងមានសត្រូវហើយយល់ត្រូវទេទី2បងឯងឈប់គិតថាគ្រប់គ្នាគ្រប់ច្បាប់ no one play by the rule ណាឈប់គិតថាគេគ្រប់គ្នាគេដើរផ្លូវត្រង់មួយយើងឈប់គិតថាគ្រប់គ្នាគេចង់ធ្វើមិត្តភក្តិយើងចាគេប្រហែលជាមិត្តភក្តិយើងនឹងមុខតែក្រោយខ្នងយើងគេចាក់យើងហើយឲ្យតែបានភ្ញៀវទៅគេមុខយើងគេនឹងរាប់អានថាអូបងល្អចេះដល់ពេលក្រោយខ្នងយើងគេនឹងប្រាប់ភ្ញៀវយើងថាតែគាត់នឹងថ្លៃlạiនេះហេតុអី again គឺគេចង់បានលុយគេដែរ and ទី3បាយនឹងបាត់បង់មនុស្សជុំវិញខ្លួនខ្លះហើយបងឯងចង់រកស៊ីខ្លាំងបាយនឹងបាត់បង់មនុស្សជុំវិញខ្លួនហើយព្រោះមិត្តភក្តិបងឯងគេចង់ទៅ slow mo គេចង់ទៅ edge zone ហើយគេចង់ទៅផឹកថ្ងៃឡើងសារទឹកគេចង់ទៅកពត
បើបងឯងមានអាអស់ហ្នឹងតែបងឯងបើកមុខរបរមួយឲ្យខ្លាំងជាងអ្នកតែអត់បានទេហើយបងឯងបានត្រឹមតែចូលធ្វើការម៉ោង7ចេញវិញម៉ោង5ហើយបងឯងកាន់ពេលឲ្យគេសៅរ៍អាទិត្យបងឯងសម្រាប់យ៉ាព្រោះគ្រប់គ្នាគេធ្វើអញ្ចឹងបើបងឯងចង់ខ្លាំងជាងគេបងឯងធ្វើអញ្ចឹងបងឯងមានថ្ងៃខ្លាំងជាងគេវាតើរួចទេបូកដាក់គុណចៃទៅមនុស្សខ្លាំងច្រើនណាស់បើបងឯងចាយពេលមួយថ្ងៃ8ម៉ោងហើយបងឯងចាយមួយអាទិត្យ5ថ្ងៃបងឯងគិតថាបងឯងខ្លាំងជាងគេបានតែគ្រប់គ្នាធ្វើអ្នកមានអស់ហើយហេបង so បើចង់បើគ្រប់គ្នាអ្នកចង់បើ agency បើគាត់ចង់ជោគជ័យហើយខ្លាំងជាងអ្នកអតីគាត់ត្រូវទៀងខ្លួនធ្វើមនុស្សអាក្រក់ពីព្រោះធ្វើមនុស្សល្អក៏ជាមនុស្សអាក្រក់ដែរបើគាត់ណាបងឯងខ្លាំងការងារបងឯងខ្លាំងបងឯង automatically លួចលុយអ្នកផ្សេងមកហើយណាគាត់ណាបងឯងបង្កើត digital marketing បានន័យថាបងឯងសម្រាប់គេច្រើនអ្នកព្រោះគេរំពឹងថាគេខ្លាំង digital marketing តែបងឯងខ្លាំងជាងគេយ៉ាហ្នឹង ចំណុចមួយខ្ញុំអាចចែកម្លែកហើយចាំយើងបិទពីអីដែលនិយាយមិញខ្ញុំយល់ស្របព្រោះវាជាអីដែលកើតឡើងនៅពេលដែលយើងចាប់ដើមប្រជែងនៅក្នុងទីផ្សារប៉ុន្តែមិន 100% ទេនៅពេលដែលយើងចាប់ដើមធ្វើអាជីវកម្មឬក៏ធ្វើមុខរបរហ្នឹងនៅក្នុងកម្រិតដំបូងកម្រិត1យើងនៅក្នុងកម្រិតប៉ុណ្ណឹងយើងត្រូវប្រជែងជាមួយគេត្រូវឲ្យវាច្បាស់ជាប៉ះឆ្នាំងបាយគេវាតែប៉ះឆ្នាំងបាយគេច្បាស់ជារកវិធីគេអត់ play by the rule ទេគេអត់លេងតាមរូបមន្តទេវាមានផ្លូវកាត់វាមានវិធីផ្សេងច្រើនប៉ុន្តែនៅក្នុងដល់ពេលដែលយើងឡើងដល់ចំណុចមួយខ្ពស់ជាងនឹងទៀតហើយយើងធ្វើការជាមួយមនុស្សដែលក្នុងកម្រិតមួយដែលខ្ពស់ជាងនឹងដូចគ្នាខ្ញុំឧទាហរណ៍ហេតុអីបានជាពួកយើងអាចបើក office ចូលគ្នាបានជាមួយនារីជាមួយអីព្រោះតែពួកយើងវាឡើងផុតពីអាកន្លែងហ្នឹងនារីធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមួយនិយាយដើមគាត់តិចចោះតើគាត់អត់នៅគឺនៅពេលដែលខ្ញុំថាខ្ញុំចង់បើកសេវាកម្មហ្នឹងគាត់កំពុងតែធ្វើអាហ្នឹងរឿងមួយដែលហើយដូចដឹងហើយចរិតមនុស្សនារីគាត់មិនទៅងាយអង្គុយតុកគេទេគាត់មិនអង្គុយតុកភ្ញៀវទេមានការអីមិនអង្គុយតុកគាត់លើកទី1ខ្ញុំឃើញគាត់ទៅអង្គុយតុកខ្ញុំភ្ញាក់ហ្មងហើយគាត់ទៅដើម្បីធ្វើអីយកអ្វីដែលខ្ញុំខ្វះខាតបងឯងខ្វះតួនេះឲ្យលិះតួមកបងឯងខ្វះអានេះឯងឲ្យបងឯងខ្វះអានេះឲ្យគាត់កំពុងបរៀនខ្ញុំឲ្យធ្វើមុខរបររស់ស៊ីដូចគាត់ចឹងគាត់និយាយមួយត្រង់មួយគាត់ថានេះរីអាហ្នឹងយើងកំពុងរកដូចគ្នាចឹងណាគាត់និយាយមួយម៉ាត់ថាភ្ញៀវបងឯងនៅតែបោះបងឯងចឹងភ្ញៀវបងឯងអត់មករកខ្ញុំទេភ្ញៀវខ្ញុំក៏អត់មករកបងឯងដែរលុយភ្ញៀវចាស់ចេះអស់ហើយបងឯងធ្វើក៏វាអត់មានប៉ះពាល់លើខ្ញុំដែរអញ្ចឹងវាធ្វើឲ្យខ្ញុំមើលឃើញមួយថាអ្វីដែលនិយាយមិញណាវាមនុស្ស90ទៅ95%ទូទៅដែលធ្វើនៅវិស័យហ្នឹងវាច្បាស់ជាអញ្ចឹងយើងបកកាយវាច្បាស់ជាប៉ះឆ្នាំងបាយគេប៉ុន្តែបើសិនជាយើងព្រមឡើងដល់កម្រិតមួយដែលខ្ពស់ជាងហ្នឹងយើងនឹងលែងមើលឃើញអ្នកណាជាគូប្រជែងយើងនឹងមើលឃើញថាអូតាមពិតរករបរដូចគ្នាគេបកកាយអាហ្នឹងតែខ្ញុំអាចបកកាយនេះបានបាទហើយភ្ញៀវខ្ញុំនៅតែបោះខ្ញុំអញ្ចឹងម្នាក់នេះចង់លក់មិនគេលក់អត់ដែរព្រោះម្នាក់ហ្នឹងគាត់អាចទទួលភ្ញៀវបែបដែលខ្ញុំចង់បាននេះហ្នឹងអញ្ចឹងខ្ញុំយកស្របទៅលើភាគច្រើននៅក្នុងកម្រិតមួយស្ថានភាពខ្លះ yes វាអញ្ចឹងមែនតែបើយើងឡើងខ្ពស់ជាងហ្នឹងយើងនឹងដល់កម្រិតថាអូអានឹងវាប្រហែលជាមិនអញ្ចឹងទេប៉ុន្តែភាគច្រើនដូចស្រីនិយាយអញ្ចឹងខ្ញុំគិតថាវាអាចនឹងដែរអូខេអញ្ចឹង podcast នេះខ្ញុំគិតថាវារឿងវែងហើយជា podcast ដំបូងដែលយើងសាកល្បងសង្ឃឹមថាមានអ្នកដែលមើលដល់ចប់ហើយបើសិនជាបងដែលបានមើលដល់ចប់អាចជួយ comment ខាងក្រោមផងនិងមួយទៀតជួយប្រាប់យើងថាតើភ្ញៀវបន្ទាប់ដែលបងចង់ស្ដាប់ជាអ្នកណាគេហើយយើងនឹងអញ្ជើញពួកគាត់ឲ្យចូលរួមជាមួយនឹងកម្មវិធីរបស់យើងដើម្បីចែករំលែកទៅដល់ម្ចាស់អាជីវកម្មពីជំនាញពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ជួបទៀតអញ្ចឹងមានអីចុងក្រោយដែលចង់បង្ហាញចំណាប់អារម្មណ៍ទៅកាន់អ្នកទស្សនាដែរបាទខ្ញុំក៏អរគុណមកសកលដូចគ្នាមិនមានច្រើនទេខ្ញុំសង្ឃឹមថាគ្នាយើងអាចផ្ដោតទៅលើអាជីវកម្មក្នុងឆ្នាំនេះណាពីព្រោះថាសេដ្ឋកិច្ចវានឹងចេះសេដ្ឋកិច្ចឆ្នាំនេះវាមិននឹងវាបើតាមការព្យាករណ៍វាអត់ល្អស្រាប់ទៅហើយបូករួមជាមួយនឹងបញ្ហាដែលពួកយើងជួបប្រទះនៅព្រំដែនវាប៉ះសេដ្ឋកិច្ចហើយវាប៉ះចំណូលពីព្រោះយើង shift focus ទៅការជួយជំនួយច្រើនពីព្រោះយើងត្រូវការវានឹងចង់មិនចង់បើយើងមើលទៅវាទីso ក្នុងឆ្នាំ2026នេះគឺជាឆ្នាំដែលខ្ញុំគិតថាគ្នាយើងដាច់ខាតគឺកុំប្រើខ្លួនឯងបាក់ទឹកចិត្តឲ្យសោះព្រោះបញ្ហាយើងនឹងច្រើនជាងឆ្នាំទៅឆ្ងាយអញ្ចឹងសូមបន្តរច្រកណាធ្វើបានធ្វើហើយចេះរត់រកគ្នាកុំសង្ឃឹមអោបតែឯងគ្មានលុយធំនៅនឹង solo ទេលុយធំគឺនៅក្នុងក្រុម so ដើរចេះរកគ្នាចេះជុំគ្នាចេះមូលមតិមួយគ្នាអូខេ
that would be a way ដែលខ្ញុំសំណពរឲ្យក៏ជូនពរឲ្យគ្នាយើងជោគជ័យជូនពរបងម្ចាស់អាជីវកម្មទទួលបានផលល្អហើយជាប្រទេសចុងក្រោយនោះគឺជូនពរឲ្យទាំងមិនប្រទេសយើងមានសុខសន្តិភាពឡើងវិញហើយបានវិញហើយសូមឲ្យខ្មាំងទៅឲ្យឆ្ងាយមិនបាច់មិនត្រូវការអាណាងាប់អាណារស់ទេគឺសូមឲ្យទៅឲ្យឆ្ងាយ leave us alone ហើយឲ្យពួកយើងរស់នៅឲ្យមានសេចក្តីសុខមួយសន្តិភាពឡើងវិញអរគុណច្រើនអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅអេពីសូតបន្ត